យើងលោកតាបងប្អូនដែលសាប់បិទរដូវនៃចំការតរៀនខេត្តកំពតអញ្ចឹងខ្ញុំសូមជម្រាបបញ្ចុះតម្លៃតរៀនខេត្តកំពតឲ្យពុកម៉ែបងប្អូនអាយយលោកពុកអ្នកម៉ែលោកយាយលោកតាបងប្អូនណាសូមមេត្តាជួយសៀមអ្នកមួយណាសៀមអ្នកមួយសិនណាបងណ៎តរៀនហ្នឹងត្រូវឡើងតម្លៃតែខ្ញុំអត់ឡើងតម្លៃខ្ញុំបញ្ចុះតម្លៃឲ្យបងប្អូនលោកពុកអ្នកម៉ែលោកយាយលោកតាបងប្អូនដែលចូលមកសូមមេត្តាជួយសៀមអ្នកមួយណាជួយសៀមអ្នកមួយសិនណាបងសម្លាញ់សូមតាសៀមអ្នកមួយខ្ញុំធានាថាបងប្អូនបានតរៀនលេខ1តរៀនដល់ល្អបំផុតប្រណិតបំផុតតោះអូនច្បាស់នេះប្រេនតរៀនដល់ល្អបំផុតតរៀនដល់ប្រណិតបំផុតឲ្យក្នុងតម្លៃមហាធុថ្លៃលោកអ្នកម៉ែលោកយាយលោកតាបងប្អូនណាត្រៀមលុយដាក់លេខត្រៀមលោកពងអ្នកម៉ែលោកយាយលោកតាបងប្អូនដែលចង់បានសាច់បែបហ្នឹងចង់បានប្រណិតបែបហ្នឹងចង់បានល្អបែបហ្នឹងអត់ពិបាកទេបងប្អូនគ្រាន់តែជួយ share ឲ្យម្នាក់មួយមកសញ្ញាចាប់បងប្អូនបងគ្រាន់តែជួយ share ម្នាក់មួយបងនឹងបានសាច់ហ្នឹងបងនឹងបានសាច់បែបហ្នឹងតែម្ដងបងនឹងបានសាច់បែបហ្នឹងដើម្បីយកទៅភាសាតែម្ដងបងប្អូនលោកពងអ្នកម៉ែលោកយាយលោកតាបងប្អូនណាចូលមក share ម្នាក់មួយសិនបងណ៎ចូលមកជួយ share ម្នាក់មួយបងណាម្នាក់មួយសិនបងបានសាច់បែបហ្នឹងតែម្ដងបងចង់បានសាច់បែបណាក៏បានដែរខ្ញុំលក់ឲ្យបងតម្លៃធូរថ្លៃទាំងអស់លោកពងអ្នកម៉ែលោកយាយលោកតាបងប្អូនណាចូលមកសៀមអ្នកមួយសិនបងសុំការសៀមអ្នកមួយមកបងណាសៀមអ្នកមួយមកបងអ្នកមួយសិនមកបងអ្នកដែលបានសៀមអ្នកនឹងបានតម្លៃពិសេសបងជួយសៀមអ្នកមួយបងណាអ្នកមួយបងសុំការសៀមអ្នកមួយបងពួកខ្ញុំលក់ថោកមែនបងខ្ញុំលក់ធូរថ្លៃមែនហើយខ្ញុំបកឲ្យបងភ្លាមដោយផ្ទាល់ដៃខ្ញុំបកឲ្យបងភ្លាមដោយផ្ទាល់ដៃបងបានសាច់អញ្ចឹងហើយខ្ញុំបកឲ្យភ្លាមដោយផ្ទាល់ដៃបងខ្ញុំបកឲ្យបងភ្លាមដោយផ្ទាល់ដៃបងបងគាត់ចាំមកបងជួយសៀមអ្នកមួយសិនបងខ្ញុំបកឲ្យបងភ្លាមដោយផ្ទាល់ដៃមកឲ្យមើលសាច់នេះឲ្យឃើញបើមើលសាច់បើមើលខ្ញុំបកភ្លាមដោយផ្ទាល់ដៃឲ្យបងប្អូនជាទុរេនដ៏ល្អបំផុតសម្រួលឲ្យបងធូរថ្លៃមែនតើលោកពងអ្នកម៉ែលោកយាយលោកតាបងប្អូនណាចូលមកសៀមអ្នកមួយសិនឲ្យតែបាន150 view ខ្ញុំបញ្ចុះតម្លៃប៉ុណ្្នឹងមែនឲ្យតែបាន150 view ខ្ញុំបញ្ចុះតម្លៃប៉ុណ្្នឹងមែនបងសៀមអ្នកមួយបងណាសៀមអ្នកមួយបងណាសៀមអ្នកមួយបងឲ្យតែបានគ្រប់150 view ខ្ញុំបញ្ចុះតម្លៃប៉ុណ្្នឹងឲ្យបងប្អូនមែនលោកពងអ្នកម៉ែលោកយាយលោកតាបងប្អូនណាចូលមកសៀមអ្នកមួយបងគ្រប់150បញ្ជាក់ពីតម្លៃជូនមួយថ្ងៃតែចុះតម្លៃឲ្យដល់ត្រឹមហ្នឹងតែម្ដងលោកពងអ្នកម៉ែលោកយាយលោកតាបងប្អូនហើយសាច់បើមើលសាច់នេះបើមើលសាច់ហើយបងមិនបានសាច់លេខ1អញ្ចឹងទេបងមិនបានល្អប្រណិតអញ្ចឹងទេបងកុំទិញខ្ញុំបងកុំទិញខ្ញុំបងថាខ្ញុំលក់បោកបងចោលបងថាស្ដីខ្ញុំចោលណាបងណាបងអាសុំស៊ីកើបេដងម្នាក់មួយមកបងពីព្រោះខ្ញុំអត់លក់តែអត់ដែរលក់តម្លៃហ្នឹងទេខ្ញុំមិនដែរលក់តម្លៃហ្នឹងតែម្ដងតែបងចាំតែពីតែខ្ញុំមិនដែរលក់ហ្នឹងបានន័យថាបងពិតជាមិនដែរឃើញខ្ញុំលក់ក្នុងតម្លៃហ្នឹងដែរបងលោកពងអ្នកម៉ែលោកយាយលោកតាបងប្អូនណាបងបាទចូលមកសៀមម្នាក់មួយរៀនខេត្តកំពតលេខ1អាល្អបំផុតប្រណិតបំផុតអស់ចោលបំផុតបានមកដល់ហើយសំលួយបងប្អូនក្នុងតម្លៃមហាធូរថ្លៃបំផុតគ្រប់ណាបងណាគ្រប់ឲ្យចឹងចាប់ដើមណាបងណាស្ដាប់បងណាសាច់សុត1គីឡូលក់ឲ្យត្រឹមតែ45,000រៀលសាច់សុត1គីឡូលក់ឲ្យត្រឹមតែ45,000រៀលទិញ2គីឡូ80,000រៀលអាយយយទិញ2គីឡូ80,000រៀលអូយយបងណាដែលទិញ2គីឡូខ្ញុំលក់ឲ្យបងអាសាច់ធំអញ្ចឹងអាខ្លែបធំអញ្ចឹងលក់ឲ្យត្រឹមតែ80,000រៀលសាច់តរេនលក់ឲ្យបង1គីឡូត្រឹមតែ45,000រៀលទិញ2គីឡូលក់ឲ្យត្រឹមតែ80,000រៀលអ្នកដែលទិញចាប់ពី2គីឡូឡើងទៅខ្ញុំមកចុះតម្លៃតាមតម្លៃហ្នឹងបងណាខ្ញុំចុះតម្លៃនៅត្រឹមតែ40,000ឲ្យលោកពុកអ្នកម៉ែលោកយាយលោកតាបងប្អូនណាបងឯងចាំបងស្ដាប់ម្ដងទៀតបងណាសាច់សុតយើងលក់ឲ្យបងអាល្អបែបហ្នឹង1គីឡូ45,000ក៏ប៉ុន្តែបើសិនជាបងយកចំនួន2គីឡូលក់ឲ្យបងត្រឹមតែ80,000រៀលសម្រាប់ទុរេនផ្លែតូចនៅមានប្រូម៉ូសិនទៀតបងអត់ទាន់អស់ទៀតបងសម្រាប់ទុរេនផ្លែតូចនេះបងនេះទុរេនផ្លែតូចសម្រាប់ទុរេនផ្លែតូចលក់ឲ្យបង1គីឡូត្រឹមតែបានចេះបង14,000រៀលអាយយយទុរេនផ្លែតូចលក់ឲ្យបង1គីឡូត្រឹមតែ14,000រៀលបងដាក់លេខមកណាបងដាក់លេខមកណាខ្ញុំបបផ្លែធីបនឹងបងខ្ញុំបបផ្លែយ៉ាឲ្យដាក់លេខទូរស័ព្ទទីតាំងដាក់លេខទូរស័ព្ទទីតាំងអតិថិជនដែលគាត់ដាក់បានទិញមកបានសាច់ណែនអញ្ចឹងបងសាច់ផ្លែធំអញ្ចឹងបងបានខ្លែបធំអញ្ចឹងបងអូតែម្ដងបងបានខ្លែបធំអញ្ចឹងតែម្ដងតែគាត់ចង់បានមកសុបជាបងណាបងដាក់លេខបងប្រាប់ពីប្រភេទសាច់បងភេទសាច់ផងពួកខ្ញុំបកឲ្យបងឯងបងពួកខ្ញុំអ្នកបកឲ្យអានេះគឺជាសាច់លេខ1អាល្អប្រណិតបងសម្លាញ់ហើយមិនមែនបុគ្គលិកអ្នកបកឯណាខ្ញុំអ្នកបកឲ្យបងឯងតែផ្ទាល់ខ្ញុំអ្នកបកឲ្យបងតែផ្ទាល់ដែរអញ្ចឹងសូមបងមេត្តាដាក់លេខដាក់ការកំងឲ្យត្រឹមត្រូវបងណាដាក់សាច់ឲ្យត្រឹមត្រូវមកតែសាច់ហ្នឹងយល់ដឹងអាខ្លែបធំតែបងឯងចង់បានសាច់ទុនសាច់ជ្រុំសាច់កាពីដងសាច់ស្ងួតសាច់អីបើចង់បានអីដាក់មកចោះបងប្រាប់ប្រភេទសាច់មកចោះមកនេះបើមើលសាច់នេះបើមើលសាច់សាច់ល្អប្រណិតដល់កម្រិតហ្នឹងតែម្ដងបង1គីឡូ45,000 2គីឡូ80,000 2គីឡូ80,000រៀលបងមកទិញដល់ហាងក៏ប៉ុណ្្នឹងដែរបងទិញដល់ហាងក៏តម្លៃប៉ុណ្្នឹងបងទៅយកទាំងសាខាមួយណាក៏តម្លៃប៉ុណ្្នឹងដែរលក់ឲ្យតម្លៃប៉ុណ្្នឹងទាំងអស់ត្រេនផ្លែតូចលក់បង1គីឡូត្រឹមតែ14,000រៀលបងត្រេនផ្លែតូចលើមកឲ្យសាដាក់2គីឡូលោមើលចាំខ្ញុំលើកឲ្យបងឯងមើលតើបងបានសាច់បែបណាដាក់2គីឡូសាលោមើលតើបងបានសាច់បែបណាគីឡូគឺយើងលើកជូនឲ្យបងភ្លាមតែបងត្រេន2គីឡូសាច់រឹងក្រៅទុនក្នុងសញ្ញាលើកសាច់ត្រេនត្រឹង
ក្រៅទុនក្នុងឲ្យគាត់2គីឡូ 2គីឡូ សាច់រឹងក្រៅទុនក្នុង2គីឡូបងចាំមកពួកខ្ញុំមាន brand name របស់ខ្ញុំហ្នឹងណាសាច់2គីឡូរឹងក្រៅទុនក្នុងបងមើលណាពួកវាធំមកបង ធំល្អ ខ្លាចធំហ្នឹងណាបាយមើល2គីឡូបងត្រេន2គីឡូបង1 1គីឡូនេះ1គីឡូទៀត2គីឡូបងខ្លាចធំបង បានបងឆាត់ជុំ បាច់ដាក់លេខបងដាក់តែត្រេន2គីឡូអញ្ចឹងមកបងឆាត់ជុំពេកចុះ បងដាក់ឆាត់ជុំពេកទៅបងណាអញ្ចឹងសាច់សុទ្ធ1គីឡូ4 5 2គីឡូ 2គីឡូ80000រៀលបង2គីឡូ80000រៀលបងដាក់មកបានសាច់អញ្ចឹងហ្មងបានសាច់ល្អបណ្ឌិតអញ្ចឹងហ្មងល្អបណ្ឌិតខ្លាំងអញ្ចឹងតែម្ដងបងដាក់មកចុះបង សម្រាប់បងគាត់ចង់បានត្រេនមិនថតផ្លែតូចលួយបង1គីឡូ14000រៀល អូយបងហាតតម្លៃប៉ុណ្ណឹងហើយទិញទៅតម្លៃប៉ុណ្ណឹងហើយទិញទៅយកមកទិញដល់ហាងក៏តម្លៃលក់ប៉ុណ្ណឹងដែរបងមកទិញដល់ហាងក៏លក់ឲ្យតម្លៃប៉ុណ្ណឹងដែរបាយមើលសាច់បាយមើលសាច់សាច់ល្អបណ្ឌិតតែម្ដងបងល្អបណ្ឌិតតែម្ដងសាច់អីបានមកចង់បានដល់លេខទូរស័ព្ទតាំងបង ប្រភេទសាច់បែបណាបងប្រាប់ផងណាបងណា ប្រាប់ប្រភេទសាច់បង ដែរមិនមិនតែញរួចហើយអូយអត់អីបង មកទិញទៀតបងមកទិញទៀតបានតាំងមួយថ្ងៃហ្នឹងទេបងបានតែមួយថ្ងៃហ្នឹងទេ ដែរមានប្រម៉ូសិន ខ្ញុំដែរមានប្រម៉ូសិនទេបងដោយសារតែវាចង់ឲ្យវាចាប់បិទរដូវបងបិទរដូវបងលក់ឲ្យបង1គីឡូ45000 2គីឡូត្រឹមតែ 80000រៀល ហើយខ្ញុំបញ្ជាក់គឺផ្លែយ៉ាក់ឲ្យបងប្អូនតែម្ដងសាច់ក្របតូចក្របតូចសាច់ក្រាស់ឲ្យបងយកទុំស្ងួត2គីឡូលើកទុំស្ងួត2គីឡូឲ្យគាត់ 2គីឡូបងសម្លាញ់បងហ៎ទុំស្ងួត2គីឡូផងបងចាំតិចបងណា ទុំស្ងួត2គីឡូបងបានទុំស្ងួត2គីឡូបងបើខ្ញុំបើកឲ្យបងមើលណាទុំស្ងួត2គីឡូបងទុំស្ងួត2គីឡូហ្នឹងនេះ ទៅអត់ល្អអត់ផ្អែមអត់ដូរវិញ ខ្លែបធំអញ្ចឹងបងខ្លែបធំទុំស្ងួតល្អបណ្ឌិតអញ្ចឹងបង2គីឡូបងបាន2គីឡូបងបានបងអា ត្រេន2គីឡូអូខេបងចាំតិចមកយកដល់ហាងមក យកដល់ហាងលឿនតិចបងណាមកយកដល់ហាងប្រាប់គេផងអត់ឲ្យឡើងថ្លៃទេបងណាប្រាប់គេផងមិនមើលសាច់អូយមើលសាច់ហ៎ មកបងមកជិះមកខាងនេះបានទេបង បងមើលសាច់ហ្នឹង310ក៏ប៉ុណ្្នឹងដែរបង310ក៏ប៉ុណ្្នឹងដែរខ្លែបធំអញ្ចឹងតែម្ដងមើលសញ្ញាបកខ្លែបឲ្យគាត់មើលតិចមើលបកខ្លែបដល់បងមើលតិចមើល បងអា45000ក្នុង1គីឡូបងយក2គីឡូវាចំណេញលើសពីចំណេញហ្នឹងបង ហើយថ្ងៃហ្នឹងយើងមានម្ហូបដូចជាអីគេ មកចំហុយ មន់ខ្មៅចំហុយមន់ខ្មៅស៊ុបមន់ខ្មៅ បងសុំមន់ខ្មៅ ចង់បានដល់លេខទូរស័ព្ទតាំងបងសាច់សុទ្ធ2គីឡូទៀតបានបងអូណាយកអីច្រត់ហ្នឹងហ្មងសាច់សុទ្ធ2គីឡូច្រត់ហ្នឹងហ្មងមកឲ្យបងកន្លឹកជួយច្រត់ យកប្រអប់យកអីមកបើមើលបងយកត្រេន2មកផ្លែតូចហ្នឹង2គីឡូជាមួយសាច់ទុំស្ងួត2គីឡូទៀតបានបងបានបងទូស្កាយឆាត់ចាភេកក៏បានបងមិនដាក់លេខទេបងយកផ្លែតូចបងអាផ្លែតូចហ្នឹងយើងលក់ទាំងផ្លែបង14000តែសម្រាប់សាច់សុទ្ធយើងលក់បង1គីឡូ45000បងយក2គីឡូ80000រៀល ខ្ញុំបញ្ជាក់បងណាសាច់តរេនគឺផ្លែធំខ្លែបធំល្អពិនិត្យឲ្យបងប្អូនចឹងតែម្ដងបងនេះបាយមើលនេះបងអានេះទុំស្ងួតបងណានេះទុំស្ងួតបងអាទុំស្ងួតអាល្អអញ្ចឹងអានេះទុំស្ងួតល្អអញ្ចឹងបងនេះទុំស្ងួតល្អអញ្ចឹងបងណាទុំស្ងួតល្អអញ្ចឹងបងណាឃើញណាទុំស្ងួតល្អអញ្ចឹង ឆាត់ចុកភេកបង ឥឡូវខ្ញុំចាប់ឲ្យបងភ្លាមតែម្ដងអត់ចាំបាច់ឲ្យបងទុកយូរចាប់ឲ្យបងភ្លាមតែម្ដង ភ្លាមណាអញ្ចឹងសម្រាប់បងដែលគាត់កំងគឺយើងចាប់ឲ្យបងទាំងអស់ភ្លាមបងឲ្យកុំភ្លេចជាមួយនឹង អាពោតនេះក៏លក់មិន 15000 ពោត15000ពោតនឹងពោតនឹងពោតអីគេ ការពោតសុកកាឡា ពោតសុកកាឡាលួយបងត្រឹមតែ15000រៀលពោតសុកកាឡាបង15000រៀលបងមកទិញដល់ហាងគាត់អូយងាប់ឲ្យគាត់ទៅតរេនល្អម្លេះលោកអើយ បងណា ផ្លែធំល្អ 2គីឡូជាងអស់ទាំងអស់8គីឡូណាបង បងសាច់សុទ្ធ8គីឡូបងចាំផ្លែតបងចាំផ្លែតខ្ញុំចាប់លើបងចាប់លើបង គាត់ដាក់បងបាច់ដាក់លេខក៏បានបងដាក់លេខក៏បានបងសាច់ឲ្យបងប្អូនឃើញហើយម្ដងណាបងអត់អីទេបងឲ្យតែបងដាក់លេខក៏បានបើបងដាក់ជាមួយនឹងការឆាត់ចុកភេកក៏បានដែរបងសម្ដែងពួកអីយើងរៀបចំជូនឲ្យបងជីវិតនៃការចោលបងណា ហើយខ្ញុំរៀបចំសាច់ល្អយ៉ាក់ធំអញ្ចឹងឲ្យបងប្អូនតែម្ដង បងជាអាសាច់លេខ1បង 1គីឡូសាច់សុទ្ធ45000រៀល2គីឡូ80000អ្នកទិញសិត2គីឡូទាំងអស់អ្នកទិញសិត2គីឡូទាំងអស់បងមើលឲ្យមើលសាច់ 2គីឡូ80000 2គីឡូ80000បងអាចផ្គប់ជាមួយនឹងសុខបងអូចាំទីសន្តោ អូយមើលសាច់ល្អមែនតែនបងសាច់ល្អមែនតែនបង បងណា ថ្ងៃនេះល្អខ្លាំងណាស់ តោះអញ្ចឹងសម្រាប់អ្នកដែលគាត់ចាំបានសុខមន់ខ្មៅហ្មងបងមិញ ស៊ុបមន់ខ្មៅលួយបង12000រៀល12000រៀល 12000យកទៅសម្រាប់បងដែលគាត់សូវស្រួលខ្លួនក៏ចង់ញ៉ាំអីបាច់ញ៉ាំត្រូវបងណាបើកន្លែងសុខមន់ខ្មៅ បងខ្ញុំបោយបងឯងណាអញ្ចឹងបងជឹងបានបងបានរបស់ល្អណាបងណាជឹងបងបានរបស់ល្អចង់បានបងបានរបស់ល្អបងណា បងបានកាលឡើងសុបច្ចៈពីទីតាំងដល់សិននឹងញៀវសួរច្រើនសម្រាប់ទីតាំងយើងទី1នឹងមកប្រលានយន្តហោះបង សាច់ល្អដល់កម្រិតហ្នឹងអាមិនឲ្យវាកាន់ចាស់នេះសាច់ មកប្រលានយន្តហោះ លើកឲ្យភ្ញៀវមើលតិចមើលបាយមើលសាច់បាយមើលសាច់តាគួរតែទិញអត់2គីឡូ80000 2គីឡូ80000 1គីឡូ45000 2គីឡូ 2គីឡូ80000រៀល2គីឡូ80000រៀល2គីឡូ80000រៀលបង សម្រាប់ពោតរសជាតិសូកូឡាមួយផ្លែ10000រសជាតិឆ្ងាញ់មែនតើ មើលសាច់ហ៎បង2គីឡូ80000
2គីឡូ80000បងឈើរីមានបងឈើរី1គីឡូ55000រៀលបង ល្អមែនតើ ឈើរី1គីឡូ55000រៀលបង 5បងយកកន្លះគីឡូពិសេសកន្លះគីឡូក៏បានដែរបង កន្លះគីឡូ27500រៀលអត់មានស៊ីកັບកេងកាប់កាយបងឯងទេបងយកតរ៉េន2គីឡូទៀតបងនៅទូកកអូនចាប់សាច់តរ៉េន2គីឡូគាត់បងទី1 1គីឡូបងបានខ្ញុំរាប់ខ្ញុំចាប់ដើមលើកណាបងណា យក2គីឡូទៀត អមកចឹង2គីឡូទៀតទូប្របានបង យើងនៅខ្លះគាត់9គីឡូបងសម្លាញ់ ចង់បានចាំមួយផ្លែតបងណាខ្ញុំបកឲ្យបង បងបានមួយណាបងយកក្នុងខ្លែបក្នុងខ្លែបធំធំ សាច់តរ៉េនខ្លែបធំ2គីឡូទៀតបានបង ចុកពេកបងក៏ផ្លេចអ្នកដែលគាត់ដាក់លេខបងមិនដាក់លេខក៏បានដែរបងអ្នកដាក់អត់បានដាក់លេខបងឆាត់ចុកពេក បងដាក់ការកំងណាបើការកំងមកដល់ទីតាំងសាខាណាក៏លក់ឲ្យតម្លៃប៉ុណ្្នឹងដែរពួកអីជាចការរបស់ពួកខ្ញុំម៉ៅគេជាចការរបស់ពួកខ្ញុំម៉ៅគេអញ្ចឹងខ្ញុំលក់ឲ្យថោកតែខ្ញុំបង បាទបងឲ្យផ្លែមូសម្រាប់អាផ្លែមូតែផ្លែតូចទេបងណាគេថាថាតរ៉េនមិនថោកផ្លែតូចយើងលួយបង1គីឡូ14000បើបងចង់បានផ្លែធំ1គីឡូ18000បើបងចង់បាន40ដែលយើងកំពុងបកថ្មីថ្មី ផ្លែយ៉ាក់យ៉ាក់នេះសាច់យ៉ាក់យ៉ាក់នេះ សាច់យ៉ាក់នេះលួយបង1គីឡូ45000បងយក2គីឡូ80000រៀល 2គីឡូលក់ឲ្យត្រឹមតែ80000រៀល បាទបងបាទយកទំស្មុត2គីឡូនឹងត្រីងៀតហល់1គីឡូដែរ អូត្រីងៀតមានត្រីងៀតល្អខ្លាំងត្រីងៀតហ្នឹងល្អខ្លាំងត្រីងៀតល្អខ្លាំងហើយនឹងត្រីងៀត 1គីឡូ24000ណាត្រីងៀតយើងរត់ឃើញតោះអីបងតោះត្រីងៀតយើងមានរៀបចំ បងនេះសាច់អញ្ចឹងមកបងឯងថាបងអាចយកសាច់ទុំស្ងួតតិចមកពូវរណាយកសាច់ទុំស្ងួតអញ្ចឹងមកគូនេះសាច់អញ្ចឹងមកគូនេះ ល្មួតចឹងមក អាល្មួតអញ្ចឹងអាល្អអញ្ចឹងមកសាច់វាល្អខ្លាំងណាបងណាសាច់ល្អខ្លាំង មែនទេបង ក្រូចមួយកេះលក់ឲ្យត្រឹមតែ55000រៀល15គីឡូ55000រៀលបង15គីឡូ55000រៀល15គីឡូបងយកអាសាច់ចេះអ្នកសញ្ញាកាន់តែគាត់មើលយកអាសាច់អញ្ចឹង បងហ៎តោះនេះបងបងបងតែខ្ញុំទៅបានសាច់ល្អល្មួតបែបហ្នឹងបងបងសម្រាប់គ្រូតែតែម្ដងបងលើកហ្នឹងបង 15គីឡូលក់ឲ្យត្រឹមតែ55000រៀលបង15គីឡូ 15គីឡូ55000រៀល អាក្រូចល្អជាងគេ15គីឡូ55000រៀលបងដាក់ចុះចោលអូនប្រទេសជាតិម្ដង8000ប្រទេសនេះជួយជ្រុំម្ដង10000ក្រកោក្រជុកក្រោយបានទាំងអស់ ទាំងអស់បងណាក្រកោ1គីឡូ22000ក្រជ្រូក1គីឡូ សាច់តរ៉េនខ្ញុំដឹងថាបងសម្រុកមកហាងហើយបងអញ្ចឹងបងសុំអញ្ជើញមកបងណាសុំអញ្ជើញបុគ្គលិកពួកខ្ញុំបកត្រៀមឲ្យឯងបងខ្លាប់យ៉ាក់ខ្លាប់ធំអញ្ចឹងបងសាច់គីឡូសាច់តរ៉េន2គីឡូទៀតឃើញទេបង បានបាន បាយមើលសាច់ទេបង បងណាអញ្ចឹង ខ្ញុំដល់ពេលអញ្ចឹងខ្ញុំដឹងចាប់ពីខាងណាទៅខាងណាបើសាច់តរ៉េនច្រើនច្រើន ស្រ័យសម្រាប់បងដែលគាត់ដាក់លេខបានលើកស្អីបងស្អី ដោយសាបបងមួយភ្លាមមួយនេះសាច់តរ៉េន1គីឡូទៀតបងបានសាច់2គីឡូទៀតបានបងចង់បានដាក់លេខទូរស័ព្ទទីតាំងបង បងតិចបងដាក់តាមម្ដងក៏បានដែរណាបងឲ្យបងដាក់លេខហើយឬក៏បងដាក់ចំនួនកំងដែលបងកំងឲ្យបងជួយឆាត់មេដៃ ជួយឆាត់មេដៃចូលពេកបាន ប្រើពាក្យឲ្យ20ទៅ ហើយបងបងបានសាច់ល្អផលិតដូចខ្ញុំកំពុងតែបកអញ្ចឹងឲ្យបងប្អូនសាច់តរ៉េនលក់ឲ្យ2គីឡូ80000រៀលខ្លាត់យ៉ាក់អញ្ចឹងបង2គីឡូ80000រៀល2គីឡូ80000រៀល បើបងមួយទៀតបើបងកុំឲ្យពិបាកបងដាក់លេខទូរស័ព្ទទីតាំងឲ្យហើយក៏បានដែរសម្រាប់បងនៅពេញដាក់លេខទូរស័ព្ទទីតាំងឲ្យហើយក៏បានដែរបងតោះអញ្ចឹងខ្ញុំសូមបញ្ជាក់តម្លៃបងម្ដងទៀតបងណា សាច់ទុរេនមក1គីឡូត្រឹមតែ 45000រៀល ចុះបើយក2គីឡូ ត្រឹមតែ80000រៀលទេបង ចង់បានដាក់លេខទូរស័ព្ទទីតាំងបងណា ដាក់លេខទូរស័ព្ទ សាប់ទីតាំងបងសុំដាក់លេខ 80000 2គីឡូ80000រៀល ទាំងពីរសាខាបងណាទាំងពីរសាខាបងទាំងពីរសាខាសូមអញ្ជើញបងថ្ងៃហ្នឹងខ្ញុំលក់ឲ្យបងប្អូនមានអារម្មណ៍សប្បាយចិត្តហ្មងហើយបើមើលខ្លាយមើលប៉ុណ្ណាណៃហ្មង បងចង់បានជាមួយនឹងបន្ថំផ្លែតូច1គីឡូ14000បងចង់បានជាមួយនឹងសាក់រសជាតិថ្មីបងជាមួយនឹងពោតសូកូឡាគឺឆ្ងាញ់ណាស់បងសម្លាញ់មួយផ្លែត្រឹមតែ15000រៀលសុំមន់ មើលឲ្យបើមើលតរ៉េនណាវាល្អបណ្ឌិតមែនតើណាបងណាឈើរីល្អអត់ល្អខ្លាំងបងយកសាច់សុទ្ធស្ងួត2គីឡូបានបងអរគុណបង បងនេះល្អមែនតើ បើមើលសាច់គេបិទឲ្យបងប្អូនណាគេរៀបចំឲ្យបងប្អូនណាបង ផ្លែវាធំបើចេញមើលបងឯងនឹងលើសបន្តិចទូតែអីណាដល់សារយើងរៀបចំឲ្យបងមួយផ្លែធំជញ្ជូនបងហ្មងណាអញ្ចឹង1គីឡូ45000 2គីឡូ80000 2គី អត់ ឡូ ដែលមានតម្លៃហ្នឹងឯងបងណាអត់ដែលមានតម្លៃហ្នឹងទេខ្ញុំលក់តម្លៃហ្នឹងឲ្យបងខ្ញុំលក់តម្លៃហ្នឹងឲ្យរស់សុំកបិតមួយរស់សុំកបិតមួយក ុំឲ្យខាតជើងមកឲ្យគប់មួយអីផ្សេងនោះដូចជាលម៉ើ1គីឡូ28000លម៉ើសោះ ប្រទេសជាតិជូប្រទេសអីក៏មានស្អីក៏មានដែរបង ប្រទេសជាតិម្ដង8000ប្រទេសគេជាឈូម្ដង10000ប្រទេសសេកូម្ដង10000ប្រទេសចំហុយ9000បងយកមួយផ្លែ1គីឡូមួយផ្លែអូបើយកផ្លែ1គីឡូ14000សម្រាប់មិនថងតូចបើបងចង់បាន អូយមើលសាច់ហ៎សាច់ល្អ អត់អានខ្លះផង ពីចងាយបងយកសាច់2គីឡូទៀតបានបងហាងនៅណាវិញអូនហាងនៅណាវិញ ឥឡូវបងសូមបញ្ជាក់តម្លៃជួយឲ្យប្រដាប់ទីតាំងម្ដងទៀតបងណាសម្រាប់ទីតាំងទី1នៅទល់មុខពលានយន្តហោះចាស់កន្លែងស្តុបដែលមានភ្លើងរ៉ាតគេភ្លើងបត់50ម៉ែត្រទេបងមកឃើញហើយសម្រាប់ទីតាំងដែលយើងកំពុងតម្លៃ អូយសាច់តរ៉េនលោកអើយ ភ្លើង310ខាងជើងគុកទូស្លាយមកលុកបឹងគីកង3នៅបងសម្លាញ់ណា អូយសងាយមើលសាច់តរ៉េនណាសាច់តរ៉េនល្អមែនតើបងសាច់តរ៉េនល្អ
ល្អមែនតើបងសាច់តរិនល្អមែនតើបងហើយលក់ឲ្យបង2គីឡូត្រឹមតែ80000រៀល បងណាថ្ងៃនេះបញ្ជាក់ឲ្យបញ្ជាក់ទៀតយកទៅអត់ល្អដូចតែ ខ្ញុំបញ្ជាក់ដោយសារតែខ្ញុំចង់ប្រម៉ូសិនអញ្ចឹងដោយសារតែខ្ញុំចង់ឲ្យបងប្អូនប្រាប់ថាបិទរដូវខេត្តកពតខេត្តកពតគឺត្រូវតែតរិនឆ្ងាញ់បំផុត ត្រូវបងត្រូវ បិទតរិនវគ្គទី1ខេត្តកពតត្រូវតែល្អបំផុតបងប្អូនបាយមើលឃើញល្អពិនិត្យខ្លាំងមែនតើល្អមែនតើលក់បង1គីឡូពីមកទិញដល់ហាងប្រាប់គេថាពូបរិនលក់ត្រឹមតែ80000 2គីឡូ 2គីឡូ80000 2គីឡូ80000 ហើយតាមខេត្តបងយកទាំងសបក1គីឡូ18000ណាបងបាទ បងដាក់មកបងដាក់លេខបងបងរកតិចបងនៅខេត្តបងឆាត់ជពេកបងនៅពេជ្រដាក់លេខទូរស័ព្ទទីតាំង ដាក់លេខទូរស័ព្ទទីតាំងបងដាក់លេខទូរស័ព្ទទីតាំងបង លេខទូរស័ព្ទទីតាំង ជើញមកដល់ហាងក៏បានដែរបងជើញមកដល់ហាងក៏បានដែរខ្ញុំបោះឲ្យបងបន្ទាល់ទៅបង បងភ្លាមដាក់ចូលជូនបងភ្លាមដូចគ្នាបងណាសម្រាប់បងដែលគាត់ដាក់លេខបងដាក់តែម្ដងទៅបាន បាយមើលសាច់មានលឿងមែនតើមានលឿងមែនតើបងមានលឿងមែនតើបងមានលឿងមែនតើបងមានលឿងមិនល្អខ្លាំងមែនតើបងទាំងសបក1គីឡូប៉ុន្មានទាំងសបក1គីឡូ18000រៀល 18000បង18000បងយក បើគ្នាលក់សាច់សុទ្ធឲ្យ40000រៀលចឹងហើយទិញសាច់សុទ្ធទៅហើយបើសិនជាបងចង់នេះទេបាយមើលនេះអានេះ1គីឡូ14000រៀលបងនេះអានេះ1គីឡូផ្លែតូច1គីឡូ14000រៀល គីឡូមួយបងនៅសាច់ សាច់សុទ្ធ2គីឡូជាសភារ៉ាទៅឃើញបងតរៀន1គីឡូ14000រៀលបងសាច់ទាំងសបក1គីឡូ14000រៀលបងទាំងសបក1គីឡូ14000រៀលផ្លែតូច 2គីឡូទៀតណាសាការស៊ីធី ខ្ញុំអានអាសាច់សុទ្ធមិនតឹងចង់តាន់ផងបងណា ខ្ញុំអានម្លងពួកអីសាច់សុទ្ធវាសញ្ញាឲ្យញ៉ៃខំអាម្ដុំហ្នឹងមើលម្ដុំហ្នឹងមើលគាត់មើលបងញ៉ាំអាជ្រប់តិចហ្នឹងឆ្ងាញ់ខ្លាំងបងនេះឃើញជ្រប់តិចហ្នឹងឆ្ងាញ់ខ្លាំងផ្អែមខ្លាំងល្មួតខ្លាំងល្អខ្លាំងលក់ឲ្យបង1គីឡូត្រឹមតែ45000រៀល2គីឡូលក់ឲ្យត្រឹមតែ80000រៀល យក3គីឡូក៏នៅតែ1គីឡូ40000ដែរបងហើយបាយមើលសញ្ញាលើកស្លឹកសាច់ឲ្យគាត់មើលតិចមើលតើគួរតែបានសាច់អញ្ចឹងអត់ បងហេអត់ល្អអត់បានអញ្ចឹងបងដូរវិញទេ ដូរវិញបងអត់បានអញ្ចឹងដូរវិញបង បងយកឥឡូវចាំតិចបង ដឹកឥឡូវឲ្យបងដឹកឥឡូវឲ្យបងដឹកឥឡូវឲ្យ មកបងតែគាត់មកយកដល់ហាងក៏បានបងតែគាត់ថាគាត់ដឹកទៅបងដាក់លេខ ខ្ញុំអត់ដែរលក់សាច់តម្លៃប៉ុណ្្នឹងឯងបងខ្ញុំអត់ដែរលក់សាច់តម្លៃប៉ុណ្្នឹងឯងបងអាសាច់លេខ1ខ្ញុំអត់ដែរលក់តម្លៃប៉ុណ្្នឹងអានឹងសាច់លេខ1ឯងបងនេះសាច់លេខ1បងនេះសាច់លេខ1បងណាសាច់វាល្អបណ្ឌិតដល់កម្រិតហ្នឹងតែម្ដងសាច់លេខ1បងទៅយកឥឡូវមកចុះបងយកឥឡូវមកយកចុះបងប្រទេសជាតិម្ដង8000ប្រទេសជាតិជ្រុំម្ដង10000សាច់តរេនសាច់អីបានទាំងអស់តម្លៃប៉ុណ្្នឹងតោះ គីឡូទីវិទ្យាល័យភ្នំពេញបង អរគុណបងអរគុណជើញបងជើញបង អានម្លងខ្លះណាបងណាអត់អីទេណោះ សាច់តរេនលួយបង1គីឡូត្រឹមតែ45000រៀល2គីឡូលួយត្រឹមតែ80000រៀល ឥឡូវខ្ញុំបញ្ជាក់បងទាំងអស់លើអ្វីដែលខ្ញុំមានបងណាសាច់សុទ្ធដែលយើងកំពុងទៅបក1គីឡូ45000 2គីឡូ80000រៀល Cherry លួយបង1គីឡូ55000កន្លះគីឡូ27500 ខ្ញុំធានាឲ្យថាសាច់តរេននឹងអស់ចាបំផុតបងខ្ញុំធានាឲ្យហ្មង ពោតសុកាឡាបងពោតសុកាឡាយើងលួយបងមួយផ្លែនឹងត្រឹមតែ15000រៀលសម្រាប់បងដែលគាត់ចង់បានជាមួយនឹងសូបមាន់ខ្មៅបងសុបមាន់ខ្មៅ12000សុបមាន់ខ្មៅ12000 មើលណែមើលល្អបងអើយបងសាច់រឹងក្រៅទុនក្នុងអីឃើញហើយបងចង់បានដល់លេខទូរស័ព្ទទីតាំងបងចង់បានលេខទូរស័ព្ទទីតាំងសាច់ដែលខ្ញុំពងអបហ្នឹងគឺល្អខ្លាំងមែនតើសាច់1គីឡូលក់ឲ្យត្រឹមតែ45000រៀលទិញ2គីឡូត្រឹមតែ80000រៀល 2គីឡូ80000រៀលបង2គីឡូ80000រៀលសាច់ល្អបណ្ឌិតដល់កម្រិតហ្នឹងតែម្ដងបងយកទុរេនសាច់សុទ្ធ2គីឡូទៀតបានបងហើយបើអត់ល្អអញ្ចឹងទេបាយដូរខ្ញុំវិញណា ចុះពេកសាច់សុទ្ធ2គីឡូទៀតឃើញតែបងនេះសាច់សុទ្ធ2គីឡូមួយទៀតនៅណាចេះបងនៅពោធិ៍តុងនៅមុខពលានពោធិ៍តុងឯង មុខពលានពោធិ៍តុងយកនៅពលានពោធិ៍តុងបង បងចេញទៅដល់មុខពលានយកពោធិ៍តុងតិចទៅបើបងថាឲ្យចេញដឹកឲ្យក៏បានដែរបង ដឹកឲ្យក៏បានដែរបងអត់បញ្ហា មានអត់បងមាន ទំពាំងបញ្ជូលលួយបងមួយកែ38000បងទំពាំងបញ្ជូលលួយបងមួយកែត្រឹមតែ38000រៀលបង 38000បងសម្លាញ់ និយាយរួមធូរថ្លៃទាំងអស់ បាទមើលណាទៅយុទ្ធកម្មទូលើកមក ធូរថ្លៃទាំងអស់បងសូមអញ្ជើញធូរថ្លៃទាំងអស់បងសូមអញ្ជើញចង់បានអីដាក់លេខទូរស័ព្ទទីតាំងខ្លាយទៅធំពេកខ្លាយទៅធំពេកបាក់បដែរហ្នឹងបងខ្លាយទៅធំណាបង ខ្ញុំជាយើងបងបាយភ្លាមៗតែបងពុតអាបងណាដាក់លេខសិនណាបងម្លងអានខ្លះបងណាតោះនឹងឲ្យទៅពេលមកជួបបងដែលសួរមកនេះបងណា 38000រៀលបងខ្លាយធំតែម្ដងបងខ្លាយធំតែម្ដង 1គីឡូ10000 ប៉ម NV ប៉ម NV លក់ឲ្យបង1គីឡូ10000បងប៉ម NV 1គីឡូ10000បងប៉ម NV បងឯង18000សោះតែ10000នេះសម្រាប់ បានតែសាខា310ហ្នឹងណាបង សាខា310នេះហេស្រួយផ្អែមឆ្ងាញ់ដូចខ្ញុំអញ្ចឹងបង Cherry កន្លះគីឡូ28500ត្រូវតែបើបងកំងទិញបានណាបងកំងទិញបានប៉មលក់ឲ្យបង10000ប៉ម NV 1គីឡូ10000 ប៉ម1គីឡូ20000ចុះឲ្យនៅត្រឹម1គីឡូ10000 វ៉ាវប៉ម1គីឡូ20000ចុះឲ្យនៅត្រឹមតែ10000 បងយកសាច់សុទ្ធ2គីឡូសាច់នេះពោ2អរគុណបងណាអញ្ចឹងក៏ល្អដែរពេលដែលបងដាក់លេខជាមួយទីតាំងត្រឹមត្រូវអស់ចេះហ่าស្រួលពេលដែលក្រុមការងារគេតាក់ទងទៅបងខ្ញុំដល់ទីតាំងបងនៅម្លុកណាហើយឃើញទេតែបើបងឆាត់ចុះពេកក៏ស្រួលដូចគ្នាបងដោយសារគាត់ថាយើងត្រូវតាមតបយឺនបន្តិចណាបងណា
បងយកក្រូចមួយកែ15គីឡូនឹងមួយឈើរីកន្លះគីឡូមួយ យកប៉មមិនវីហងបង ទាំងបញ្ជុំមួយកែបានបងបាន យកប៉មមិនវីហងបងយកប៉មមិនវីហង តាមប៉មនេះ10000មួយទៀត ប៉មលួយ1គីឡូ10000ទេប៉មប៉មអែនវី1គីឡូ10000ប៉មអែនវី បងមិនរីបងណាហើយបងយកទឹកយ៉ាងណាក្រូចឈើរីអីបានទាំងអស់បង តាមពិតបងខ្ញុំប្រម៉ូតហាងខ្ញុំទេបងអើយកុំខ្វល់ថាមិនបានខ្ញុំលក់ថោកខ្ញុំប្រម៉ូតហាងខ្ញុំទេ ប្រម៉ូតហាង ប្រម៉ូតហាងខ្លួនឯងផងទេបងដើម្បីឲ្យបងប្អូនស្គាល់តែប៉ុណ្ណោះឯង1គីឡូលក់ឲ្យត្រឹមតែ 45000រៀល លក់ឲ្យត្រឹមតែ2គីឡូត្រឹមតែ 80000រៀល សបរីលក់ឲ្យត្រឹមតែ 12000រៀលក្នុងមួយប្រអប់បងស្ទបរីបងណា អូបងអាទិញតរេនណាសប្បាយចិត្តបងពូតរេនថ្ងៃហ្នឹងគឺល្អខ្លាំងមែនតើបងតរេនល្អខ្លាំងមែនតើបង ក៏ស្ងួតទុំស្ងួតក៏មានបងចង់បានជ្រប់ ជ្រប់ក៏មានជ្រប់ក៏ពីងដូងក៏បានសេចចិត្តបងបើចង់បានអីបានទាំងអស់បង បងនៅខេត្តបងនៅខេត្តឆាត់ជភេទមិនដាក់លេងទៅបងស្រីបងយកក្រូចហើយនឹងឈើរីហើយជាមួយនឹងតពាំងមកជួយអីមិនបាច់ដាក់លេង បាច់ដាក់លេងទៅបងណាឆាតជភេទចោះ ឆាត់ជភេទយកសាច់ទឹក2គីឡូច្បាស់7បងឃើញ អរគុណបង បងអើយបងនៅខេត្តកុំដាក់លេងបងនៅខេត្តដាក់តាកាកំងមក ហើយបងឲ្យមើលសាច់តរេនណាបងតើបងគួរតែទិញញ៉ាំឬអត់តើបងគួរតែទិញញ៉ាំឬអត់ព្រោះលឿងតតែតម្លៃតែបងបើចាំមើលពេលល្ងាចពេលខ្ញុំលក់អញ្ចឹងម្ដងទៀតទៅតម្លើមគ្នាប៉ុណ្ណាបងតម្លើមគ្នាប៉ុណ្ណាដល់ពេលដែលខ្ញុំលក់តម្លៃប៉ុណ្ណឹងហ៎បង បងនេះកាន់សំដៃខ្ញុំចង់បងប្អូនថា ចង់ឲ្យបងប្អូនទិញតរេនសប្បាយចិត្តដល់ណាចង់ឲ្យបងប្អូនទិញតរេនទាំងសប្បាយចិត្តពួកខ្ញុំលក់តរេនស្ងួតល្អមែនតើបងស្ងួតល្អមែនតើបងវាទឹមទៅចូលយកមិញហ្នឹងគ្រឿងអីមិនស្ងួតល្អបាយមើលបងព្រាមឲ្យបងប្អូនស្ទបរីលក់ឲ្យបង1គីឡូមកប្រអប់ត្រឹមតែ12000រៀលបងស្ទបរី 12000បងស្ទបរី សាច់តរេនលក់ឲ្យបងមក2គីឡូត្រឹមតែ 80000រៀល ទិញមកបងអើយទិញទៅ ដាក់លេខទូរស័ព្ទទីតាំងក៏បានឬក៏បងឆាតជភេទក៏បានស្ទបរីមានមែន អត់ស្ទបរីឲ្យបងចឹងតាមតាណាតទៀត រៀបចំឲ្យបងបាទបងដឹកថ្ងៃហ្នឹងបាទសម្រាប់អ្នកនំពេញបងដាក់លេខថ្ងៃហ្នឹងគឺដឹកឲ្យបងថ្ងៃហ្នឹងបងអ្នកគាត់នំពេញដាក់លេខថ្ងៃហ្នឹងគឺយើងដឹកឲ្យថ្ងៃហ្នឹង ស្ទបរីមានតែបោះស្ទបរីបោះកូរ៉េបងលក់ឲ្យបងមកត្រឹមតែ12000រៀលលើឲ្យគាត់មើល អូខេបងតើ12000 អញ្ចឹងខ្ញុំសូមបញ្ជាក់តម្លៃបងឡើងវិញទាំងអស់អង្គណោះសម្រាប់សាច់តរេនយើងកំពុងតែបក1គីឡូតម្លៃត្រឹមតែ45000រៀល 2គីឡូត្រឹមតែ 80000រៀល សម្ដីអតិថិជនមានន័យសម្រាប់ខ្ញុំមកបងឲ្យបញ្ចុះតម្លៃខ្ញុំបញ្ចុះតម្លៃភ្លាមតាមសំណុំពររបស់បងខ្ញុំប្រាប់ថាតាមសំណុំពររបស់បងឲ្យបញ្ចុះតម្លៃខ្ញុំបញ្ចុះតម្លៃឲ្យភ្លាមបងឲ្យបញ្ចុះតម្លៃខ្ញុំបញ្ចុះតម្លៃឲ្យភ្លាមបងអត់មានវិញថ្ងៃវេទនាទេបង បាទអញ្ចឹងសាច់1គីឡូ45000បងយក2គីឡូ80000បងចង់បានជាមួយនឹងស៊ុបមាន់ខ្មៅមកកញ្ចប់មកប្រអប់នេះត្រឹមតែ12000រៀល មាន ស៊ុបមាន់ខ្មៅ ស៊ុបមាន់ខ្មៅគឺមានទាំងជើងមានទាំងដៃមានទាំងស្លាប ខ្លួនមានទាំងម៉ៅនិយាយទៅមាន់ខ្មៅ មាន់ខ្មៅទាំងមូលតែម្ដងបង បងសម្រាប់បងដែលគាត់ចង់បានប៉ម NV យើងប្រម៉ូសិនភ្លាមដូចគ្នា លក់ឲ្យត្រឹមតែ10000រៀល បងលក់តែ10000ទេណាបងណា10000បងចង់បានជាមួយនឹងក្រូច15គីឡូតម្លៃត្រឹមតែ55000រៀល Cherry បងតCherry លក់បង1គីឡូ55000បងយកកន្លះគីឡូ27500បងចង់បានត្រីងាទេបង24000ក្រកឈូក1គីឡូ28000ក្រកគោ1គីឡូ22000ប៉ាតេជីនម្ដង8000ប៉ាតេកាជីជ្រូកម្ដង10000 និយាយរួមចង់បានអីបាននឹងបង ប៉ាតេចំហុយ9000ណាបងបើចង់បានពេញប៉ោះនេះបងពេញប៉ោះមកប្រអប់10000មកប្រអប់10000ដូចគ្នាបងណាពេញប៉ោះបើចង់បានអីទៀតបងសម្លាញ់ ចង់បានអីសួរមកចង់មកចាប់បងណា សាច់សុត1គីឡូ45000 2គីឡូ80000 2គីឡូ80000ណាបង អូនដាក់ដល់នេះមកឲ្យគាត់ជ្រក់អត់ទៅបងបកមុខចាស់ព្រោះអីអតិថិជនទិញច្រើនហើយយើងបកមិនទាន់ទេតម្លៃប៉ុណ្ណេះជាមួយអតិថិជនគាត់ទៅស្រុកគាត់ទៅខែអីទីតាំង គាត់ទៅទីតាំងដល់ទីតាំងច្រើនណាបង បាទបង ណាលម៉ាលក់ឲ្យបងត្រឹមតែ លម៉ា1គីឡូ28000 1គីឡូបងណាលម៉ាស្រួយផ្អែមនឹងខាំ បងសាច់សុតខ្ញុំសុំលក់ឲ្យបងត្រឹមតែ2គីឡូ80000 2គីឡូ80000ណាបងណា 80000នេះណាបង ហើយខ្ញុំលក់ឲ្យបងថោកអញ្ចឹងបងកុំប្រកាន់ណាបងណា បាយក្តាំងទៅដល់គោមានបងណាបងយកបាយក្តាំង9000សម្រាប់ទៅដល់គោបាក់យង14000បងនេះបងទៅលម៉ា ឆ្ងាញ់ខ្លាំងបង ស្រួយផ្អែមហបតូចសាច់វាក្រាស់មុកហ្មងបង សូម្បីតែសាច់តរេនណាបងក៏ខ្ញុំលក់ល្អលេខ1ដែរបងសាច់តរេនឲ្យបងប្អូនហ្នឹងក៏ល្អលេខ1ដែរបងនេះ ទាំងសម្បកមកក៏18000បង បាយមើលពីចង្ងាយចើអត់ដឹងណាបងទឹកពិតធៀបពិតល្អខ្លាំងមែនតើបង ទាំងសម្បកមកក៏18000បងយកតរេនផ្លែតូចយើងលួចបង1គីឡូ14000បងអាផ្លែតូច1គីឡូ14000រៀលផ្លែតូច1គីឡូ14000រៀលមកទៅមើលដល់ហាងក៏បានដែរបងណា ហាងក៏បានដែរបងតែពីសាខាបងណាសាខាពុជតុងក៏មានសាខាប្រឹក310នេះក៏មាន ក៏មានបងហើយសាច់ល្អផលិតដល់កម្រិតហ្នឹងតែម្ដង1គីឡូ40000រៀល2គីឡូ80000រៀលតរេនសាច់សុត1គីឡូ45000 2គីឡូ80000រៀលបង លឿនបងស្មើនឹង1គីឡូ40000ហ្នឹងបង បងមែនតាធូរថ្លៃណាបងធូរថ្លៃមែនតើបងធូរថ្លៃមែនតើ 2000មកស្តុបរីបងចាំតិចដល់ស្តុបរីយើងនេះបងហ្នឹងបងណា ចាំមើលពេលល្ងាចបាយទិញតន់អត់បាយចាំមើលពេលល្ងាច តែសូមបញ្ជាក់បងនេះខ្ញុំដកញ៉ាំខ្លះហើយដោយសារយើងបង្ហាញឲ្យភ្ញៀវមើលហ៎
ចឹងខ្ញុំដកញ៉ាំតែពេលបងប្អូនយកទៅហើយនឹងច្រើនពីនឹងបងណាអានេះខ្ញុំដកញ៉ាំខ្លះ យកអត់តបានយកអត់តវាអត់តមកដល់អញ្ចឹងយកអត់តបានបង្ហាញបានបង ខ្ញុំទៅមានអីបង្ហាញបងឯងចឹងខ្ញុំអត់ចង់បង្ហាញទេឥឡូវចាស់បង្ហាញបងឯងមកទៅ12000 12000រៀលបងណាសម្រាប់បងប្អូនដែលយកទូរ៉េនដាក់ទូរ៉េនមកបងណាដាក់យកទូរ៉េនដាក់ទូរ៉េនមក អញ្ចឹងសាច់សុទ្ធ1គីឡូ45000 2គីឡូ80000រៀល2គីឡូ80000រៀល សាច់ល្អផលិតដល់កម្រិតហ្នឹងតែម្ដងបង បងឲ្យយកទៅអត់ល្អអត់ស្អាតអត់ឆ្ងាញ់អត់ផ្អែមអត់ល្មួតបងដូរវិញ បងដូរវិញបងណាបងដូរវិញបងពួកខ្ញុំចាំមួយផ្លែតហ្នឹងអស់បាត់ហើយ សុំមន់ខ្មែរតម្លៃត្រឹមតែ12000រៀលសុំមន់ខ្មែរបង សុំបនខ្មៅ12000រៀលបង បាទបងឲ្យទម្លាប់បងណាទម្លាប់ប្រអប់មែន ទម្លាប់ប្រអប់លួយបងមកប្រអប់12000រៀលបង ទម្លាប់12000បងដំណាប់ទម្លាប់ តំណាប់អីក៏មានដែរបងណាតំណាប់អីក៏មានដែរសួរមកចប់បងតំណាប់អីក៏មានដែរបង 5000តំណាប់ពេញប៉ោះ10000 បើចង់បានឲ្យទៀតបងត្រីញ៉ិត24000ក្រកជ្រូក1គីឡូ28000ក្រកក1គីឡូ22000បងណា ចង់បានលេខអូននៅกระดาษជូតមកដល់បងតិចជូតមុខបងតិចឲ្យបងប្អូនមានអារម្មណ៍ថាសប្បាយចិត្តថ្ងៃហ្នឹងទិញតរ៉េនបានសប្បាយចិត្តបងទិញតរ៉េនបានសប្បាយចិត្ត1គីឡូលក់ឲ្យត្រឹមតែ45000រៀល2គីឡូលក់ឲ្យត្រឹមតែ80000រៀលបង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 2គីឡូ80000រៀលបងចង់បានដាក់លេខទូរស័ព្ទវិតាំងបងណាចង់បានដាក់លេខទូរស័ព្ទវិតាំងសូមអញ្ជើញមកដល់ហាងក៏បានសូមអញ្ជើញមកដល់ហាងក៏បានបងសូមអញ្ជើញមកដល់ហាងក៏បានណាបងណាសូមអញ្ជើញមកដល់ហាងក៏បានសូមអញ្ជើញមកដល់ហាងក៏បានបងមានទទឹមអត់មានទេបងទទឹមយកសាច់1គីឡូយក2គីឡូទៅបង2គីឡូបង2គីឡូ80000ហ្នឹងបងសម្លាញ់2គីឡូ80000យក1គីឡូក៏យកទៅសាច់ចិត្តទេបងតែបើយក2គីឡូ2គីឡូតែ80000ទេបងអើខាក់មានបងអើខាក់1គីឡូ15000អើខាក់1គីឡូ15000រៀលបងអើខាក់លួយបង1គីឡូត្រឹមតែ15000រៀលមានបងសាច់សុទ្ធ1គីឡូសាច់សុទ្ធ1គីឡូ45000បងចេញមកហាងតិចដល់ចេញមកហាងលន់ហើយបងលន់លើហើយបងសម្លាញ់ព្រោះភាគច្រើនអតិថិជនគាត់មើលភាគច្រើនគាត់បកមកយកដល់ហាងទាំងពីរសាខាហ្មងគាត់មកទិញដល់ហាងបងភាគច្រើនគាត់មកទិញដល់ហាងបង45000 2គីឡូ80000ហ្នឹងបងអើយអញ្ចឹងបងតែគាត់ចង់បានមកណាដាក់លេខទូរស័ព្ទទីតាំងក៏បានបងមកយកទាំងពីរសាខានេះក៏បានដែរបងតសាច់សុទ្ធ1គីឡូ45000រៀល2គីឡូ80000ប៉ាតេឈៀនម្ដង8000ប៉ាតេកាជាជ្រុងម្ដង10000ប៉ាតេចំហុយម្ដង4000ប៉ាតេសកលម្ដង10000ចង់បានអីសួរមកចង់ណាបាយចង់បានអីទៀតបងសម្រាប់មន់សុកមន់ខ្មៅបងណាសុកមន់ខ្មៅ12000រៀលសុកមន់ខ្មៅលម៉ាស្រស់លុយបង1គីឡូ28000បងលម៉ាចង់បានអីសួរមកចង់ណាបងណាចង់បានអីសួរមកចង់បងចង់បានអីសួរមកចង់សុកាឡាបងណាពោតសុកាឡាលួយបងម្ដង15000បងពោតសុកាឡា15000រៀលបងណាដើរពោតសុកាឡាបើចង់បានអីទៀតមើលសួរមកបងសួរមួយបងសួរមួយបានបងសម្លាញ់កុំសម្រុកមកផ្ទះបងសួរមួយមកឬក៏ទិញនៅក្នុងអនឡាញហ្នឹងមកក៏ស្រួលដែរណាបងណាប៉ម NV លក់ឲ្យត្រឹមតែ10000បងប៉ម NV 1គីឡូ10000បងមកទិញដល់ហាងក៏1គីឡូ10000ដែរបងខ្ញុំអ្នកលក់តម្លៃប៉ុណ្ណឹងបងអញ្ចឹងសូមអញ្ជើញមកណាសូមអញ្ជើញបងសូមអញ្ជើញសាច់សុទ្ធ1គីឡូតម្លៃត្រឹមតែ45000រៀលបងយកដល់2គីឡូត្រឹមតែ80000រៀលបងណាទុរេនទាំងមូលលុយបង1គីឡូ14000រៀលសម្រាប់ផ្លែតូចសម្រាប់ផ្លែធំ1គីឡូ18000រៀលយកមួយណាយកទៅបងប្រាប់ឲ្យខ្ញុំប្រាប់តម្លៃឲ្យអស់ហើយបងបាទប្រាប់ឲ្យអស់ហើយប្រាប់ឲ្យអស់ហើយបងប្រាប់ឲ្យអស់ហើយចាំបងគាត់ចាំបានទេបងឲ្យខមមិនដាក់លេខក៏បានសួរក៏បានដែរបងតក្លាម៉ាលើបង1គីឡូ28000សម្រាប់ក្រកគោ1គីឡូ22000ក្រកជុំ1គីឡូ28000បងចង់បានអីសួរមកចោះបងចង់បានអីសួរមកចោះអូនំពងទាប្រៃនឹងនំពៀបងនំពៀលួយបងមកប្រអប់ត្រឹមតែ28000រៀលបងនំពៀ26000រៀលបងនំពៀមកប្រអប់26000រៀលបងនំពៀមកប្រអប់26000រៀលបងនំពៀមកប្រអប់26000រៀលបងនំពៀលួយបងមកប្រអប់ត្រឹមតែ26000រៀលបងនំពៀ60000រៀលបងណានំពៀ Snow Torrent សរសៃមៀតពងទាប្រៃបងណាមកប្រអប់26000រៀលបងណា26000បងយកទុរេន1គីឡូនៅចកាដូងបើ2គីឡូ80000ទេបងណាបងយក2គីឡូ80000បងយក1គីឡូក៏បានដែរបងសម្លាញ់តាមចិត្តបង45000រៀលបង1គីឡូ80000 2គីឡូ1គីឡូ45000 2គីឡូ80000បងណា2គីឡូ80000ចង់បាននេះដល់លេខយកបងចង់បានលេខទូរស័ព្ទវិតាំងបងណាចង់បានលេខទូរស័ព្ទវិតាំងប្រទេសជាតិម្ដង8000ប្រទេសជាតិជ្រូកម្ដង10000ក្រកគោក្រកជូក្រអីបានទាំងអស់ចង់បានលេខទូរស័ព្ទវិតាំងបងណាចង់បានយកសាច់2គីឡូនៅទូប្រោបានបងបានទូប្រោបងណាទូប្រោបានបងសម្លាញ់ចង់បានអីសួរមកចោះបងចង់បានអីសួរមកចោះចង់បានអីសួរមកចោះបងចង់បានអីសួរមកចោះបងដាក់លេខទូរស័ព្ទវិតាំងមកបង45000រៀល45000រៀលបងយក2គីឡូ80000រៀលសម្រាប់សាច់ត្រេនមិនថងទៅដល់កូនដែលយើងកំពុងទៅបយបងណាបងណាបាទបងណាសម្រាប់បងដែលគាត់ចង់បានគីឡូម៉ានបងបាត់អីទេបងឯងនៅលើទីទួយថាបងយក2គីឡូតែសបកយើងដាក់2គីឡូទីទួយបងឯងទុរេនផ្លាយយកច្រើនគីឡូចុះទេបងយកច្រើនគីឡូអត់ចុះទេបងចាំខ្ញុំហ្វ្រីសេវាឲ្យបងតែបើឲ្យចតចុះឲ្យបងព្រោះខ្ញុំលក់ថោកហើយ10គីឡូ140,000រៀលសម្រាប់អាផ្លែតូច
ផ្លែធំ1គីឡូ18000នឹងទុំទៀតបងអត់មានអាចលក់ចុះជាងនឹងបានទេបងឯងយកច្រើនយ៉ាងច្រើនខ្ញុំហ្វីសេវាឲ្យតែប៉ុណ្្នឹងឯងបងអត់អាចចុះច្រើនជាងនឹងទៀតទេឲ្យខាតជាងនឹងបងអានេះសាច់សុទ្ធនេះវាទៅអាមេរិកបាត់ទៅហើយដោយសារតែខ្ញុំចង់ប្រម៉ូទឲ្យអតិថិជនខ្ញុំទេបើតាទាំងសម្បកចុះទៀតអត់កើតទេបងខាត់ងាប់បងខាត់ងាប់បងយក42គីឡូឃើញបងនៅមន់ខ្មៅមួយឈុតនៅខាងទូតពងអរគុណបងគាត់មកពុតសុកមន់ខ្មៅហ្នឹងគឺយើងបានសុកមន់ខ្មៅទាំងមូលទាំងខ្មៅមន់ទាំងខ្មៅទាំងស្អីនឹងទៅតែម្ដងបងហើយបងឲ្យរសជាតិឆ្ងាញ់ប្រណិតហ្មងបងដល់ស្អែកយើងធ្វើដល់ចុងភៅដល់បងខ្លួនឯងណាបងបាទលម៉ើមានតែបងលម៉ើលម៉ើលក់ឲ្យ28000បងលម៉ើចកាតខ្នាអាធំបងលម៉ើនេះ28000អាផ្លែធំធំបងកាតខ្នាផ្លែធំលក់ឲ្យបង1គីឡូ28000រៀលបងសាច់1គីឡូមើលយកសាច់សឹក1គីឡូយកសាច់យ៉ាងទុនហើយសាច់យ៉ាងទុននៅចំតាមមនភាសាផ្ទះបាញ់សាស្អីគេទៅឈ្មោះអាក្រក់ម៉ែអើយអូណារស់រើត្រេនឲ្យបងថែមបានមកបានសាច់1គីឡូ45000ណាបងយក2គីឡូ80000ណាបងណាទុំដើមមែនបងទុំដើម1គីឡូ14000រៀលទុំដើម14000បងហ៎បងយកផ្លែផ្លែតូចក៏14000ដែរបងណាទុំដើមក៏14000ផ្លែតូចក៏14000បងបាទបើសាច់ត្រេន1គីឡូ45000បងយក2គីឡូតម្លៃ80000រៀល2គីឡូ80000រៀលបងសាច់ល្អបងអើយសាច់ល្អមែនតើណាបងណាសាច់ល្អមែនតើអ្នកទិញប៉ាតេមិនតបសັບប៉ាតេម្ដង8000បងបងចាំតេបងណាអធិស្ឋានបងប៉ាតេម្ដង8000ប៉ាតេជៀនប៉ាតេគេជិះឈុងម្ដង10000ប៉ាតេសេកូម្ដង10000ប៉ាតេចំហុយម្ដង9000បងបើចង់បាននេះទៀតបងតោះអធិស្ឋានសាច់សិត1គីឡូមកខ្ញុំទៅជាមួយ1គីឡូ45000តែបើបងយក2គីឡូ80000បង2គីឡូ80000បងណាបើបងយក1គីឡូ45000យើងដឹកឲ្យបងបានធម្មតាបងយក2គីឡូ80000ក៏ដឹកបានធម្មតាដូចគ្នាចាំមិនស្មានដឹកធម្មតាហើយចុះ80000លែងដឹកឲ្យ80000ដឹកបងសម្លាញ់ដឹកដើរបងដឹកដើរឲ្យបងណានៅថាយើងជិះម៉ូតូទៅវាដូចថាវាដដែលពេកបងណោះយើងចង់ដឹកដើរឲ្យបងប្អូនតែម្ដងក៏ស្វែងទីមានបងកន្លះគីឡូ23000រៀល23000បងក៏ស្វែងទីក៏ក្រោយខ្នងវាសោះហើយវាខំប្រឹងដើរហោសេកប៉ិនវិញបាទឈឺឡាតែតបងណាតោះអញ្ចឹងបងសុភចិត្តតម្លៃបងម្ដងទៀតបងណាសម្រាប់សាច់សុទ្ធដែលយើងកំពុងតែបកជូននៅបងសាច់ទៅដល់គោលួយបង1គីឡូតម្លៃត្រឹមតែ45000រៀលសាច់2គីឡូនៅសាដើមកអរគុណបងតាសាដើមកក៏ទិញបរិនដែរសុំกระดาษទីបងសាដើមកក៏ទិញបរិនដែរមិនឃើញដឹងបងតោះអញ្ចឹងសុភចិត្តបងម្ដងទៀតសាច់សុទ្ធ1គីឡូតម្លៃត្រឹមតែតំបន់ធំបងជឿអត់អីបងបឹងកញ្កងឲ្យបងត្រូវត្រឡប់មកទិញបរិនដែរបងខ្ញុំនៅបឹងកញ្កងមកនេះបងកញ្កងតម្លៃណាបងដល់សារគាត់តកចិត្តឲ្យគាត់ជឿជាក់ឬក៏អញនិយាយមើលមកថាគាត់ control ផងដែរខ្ញុំនិយាយតាមត្រង់អាតម្លៃល្អហើយផលិតខ្លាំងមែនតើលក់តម្លៃធូថ្លៃឲ្យបងតែអង្គថប់មកនេះថប់2អត់ថប់3បងថប់3ចាំចែក9ឲ្យបងតកោតែម្ដងបងហ่ะចាំមើលតាំងពីឆ្នាំណាទេបងបាទថាអតិថិជនដល់ចំណាស់របស់យើងហើយបងណាដាក់នៅសារមន្ទីរបានតរ៉េនទំដើមបានបងយកតរ៉េនទំដើមតម្លៃវា14000តែបើបងយកតរ៉េនផ្លែតូច14000ដូចគ្នាបើបងចង់បានផ្លែធំ1គីឡូ18000បើបងចង់បានសាច់សុទ្ធ1គីឡូតម្លៃត្រឹមតែ45000ទេបងតែបើបងយក2គីឡូ80000រៀលបងណាប៉ាតេជៀនម្ដង8000ប៉ាតេជិះជ្រូកម្ដង10000ក្រកគោក្រកជូរក្រអីបានទាំងអស់បងហើយសម្រាប់អ្នកដែលគាត់ចង់បានស៊ុបមាន់ខ្មៅបងណាស៊ុបមាន់ខ្មៅមកប្រអប់ហ្នឹង10000មកប្រអប់10000មកប្រអប់12000បងមកប្រអប់12000ខ្ញុំចូលឡាយលឿនមែនបងហើយជាមួយនឹងប៉ូតសូកូឡាបងប៉ូតសូកូឡាបដា15000បងណាបងចង់បានបងដាក់លេខឲ្យបងណាសម្រាប់ប៉ូតសូកូឡាទុកប្រើពេលយប់បានបងល្អឆ្ងាញ់ទេបងយកទៅចំហុយបងខ្ញុំមិនដែលឃើញប៉ូតសូកូឡាហ្នឹងតែលើកទី1លើកទី1ដែរឃើញហងពូសម្រាប់ទីតាំងពូដាក់ពីពូចេញហៅអ៊ីណាអូនណាសម្រាប់ទីតាំងអ៊ីនៅទល់មុខពលានយន្តហោះមួយបងណាទល់មុខពលានយន្តហោះចាស់កន្លែងស្តុបតែមានរ៉ាទីភ្លើងចាស់ហ្នឹងបត់50ម៉ែត្រកន្លែងស្ដាំដៃឃើញទេបងវិឡាពណ៌ប្រាក់សម្រាប់ទីតាំងទី2យើងនៅផ្លូវ310ខាងជើងគុកទូថ្លែងមកលុកបឹងពីកង់3ក៏ត្រូវឬក៏រ៉ៃជីកទៅលេងផ្ទះហាន់នេះតែណាជីកបុកទៅសម្ដៅមនីវងអូនអញ្ចឹងណាឆ្លៀតចូលទិញនៅនឹង$4-500សិនបានលក់ធូរថ្លៃហើយសុបាយចិត្តក្នុងការទិញទៀតអូនណាកាន់តែ5000-10000ក៏ចូលទិញបានណានិយាយមែនណាមិនក៏បានប៉ាតេមិនក៏បានស្អីគេកាហាណែមឬក៏បាននំផ្សេងតម្លៃ5000តំណាប់អីបងនេះដកតំណាប់ពត្រា5000តំពត្រា5000រៀលបងទិញបានសុបាយចិត្តញ៉ាំ9នាក់បងណាញ៉ាំ9នាក់បានអស់លេងបៀបដៅញ៉ាំបដៅក៏បានដែរបងបងឬក៏បងយកចិត្តពុះជា2ដាក់សួស្ដីបងសម្លាញ់សួស្ដីកូនទិញលេងប៉ាតេជៀនម្ដង8000ប៉ាតេជ្រូកម្ដង10000ក្រកគោក្រកជូរក្រអីបានទាំងអស់បងចង់បានលេខទូរស័ព្ទទីតាំងបងបាទបើចង់បានឲ្យដាក់លេខទូរស័ព្ទទីតាំងដាក់លេខទូរស័ព្ទទីតាំងហ៎បង
សាច់សុទ្ធ1គីឡូតម្លៃត្រឹមតែ 45,000 រៀល 2 គីឡូ 8,000 រៀលបងចង់បានជាមួយនឹង cherry ឯបង cherry 1គីឡូ 55,000 1គីឡូ 28,000 ប៉ាតេជៀនម្ដង 8,000 ប៉ាតេកញ្ចៀកឈូងម្ដង 10,000 ប៉ាតេចំហុយម្ដង 9,000 ប៉ាតេសាច់គោម្ដង 10,000 បងណាអូខេបងប្រហិតមានអត់មានប្រហិតសាច់គោបង1គីឡូ 17,000 បើប្រហិតដៃមក 8,000 បងបើចង់បាននេះទៀតមើលបងសម្លាញ់សាច់សុទ្ធអស់បងយកទៅតែមូពីផ្លែយកអាតុងណាយ៉ាតុងនេះនឹងអូខេបងបានសាច់សុទ្ធ1គីឡូលួយត្រឹមតែ 45,000 បង អញយូរទៅបកតរេនឡើងក្តៅឡើងបាច់ញើសវិញ សរសៃថ្ងៃហ្នឹងបិទអស់គេបាច់ចំហពីយោតែខ្ញុំយកក្រែមចូលល្អណាស់បងអើយសាច់សុទ្ធ1គីឡូ 45,000 បងសាច់1គីឡូ 45,000 2គីឡូ 8,000 រៀល អញទេទៅកបោទីខ្ញុំមិនអីបោវាមកឲ្យទិញអីផឹកហ្នឹងអា ទេតែមកទីពេមកក ទេទៅតិចមើលនេះទូរស័ព្ទអញ ម៉ែបូជីជីវិតខ្ញុំពីអ្នកបងចាំបានដាក់លេខបងសាច់សុទ្ធ1គីឡូ 45,000 រៀល 45,000 រៀល 2គីឡូព្រី2គីឡូ 80,000 2គីឡូ 80,000 បងចុះ 10000 ឲ្យហ្មង ទិញណាពូខ្ញុំជាមួយពូដែរតែក្មួយនៅកូរ៉េបាត់ហ៎បង មីកូននេះឥឡូវមកនៅកូរ៉េកូនណាចាំពេលមកពីកូរ៉េចាំជួយទិញពូណាកូនណាអូមីកបោអត់មីកបោសិតនេះឲ្យថ្ងៃទៀតអូយថ្ងៃចង់ជីវិតអូហ្នឹងហ្នឹងមែនហ្នឹងកាហ្វេហ្នឹងមែនអត់ព្រមមកហើយណាឃើញទេសុកចិត្តដេកសុកចិត្តឲ្យពីអ្នកបងចង់ឈួតនេះ កុសខ្យល់ទាំងពីរ ចង់ឃើញទេមើលគេប្រាប់ថាខ្ញុំគុំតែខ្ញុំមានតែមានគុំតែខ្ញុំខំបាទត្រីងៀតត្រីងៀតមានបង1គីឡូ 24,000 ងៀតគោ 28,000 23,000 រៀលបងងៀតគោ 23,000 រៀលបងសាច់ល្អប្រណិតមែនតើវាអត់មកហើយតែប៉ុណ្្នឹងហ៎ចាំកាហ្វេចាំកាហ្វេឥឡូវសម្រាប់ចិត្តថាមកអត់តោះបងតោះអូម៉ែអូននិយាយមួយថ្ងៃនៅកូរ៉េចាអត់ដែរហ្នឹងញ៉ាំឡើងកំណងខ្ញុំចង់ទៅនៅពងណាប៉ុន្តែខ្ញុំមកកូរ៉េបាត់ហើយកាយកតរ៉េន2គីឡូសាច់ទឹកដោះគោការដងបងអត់បានសាច់ទឹកដោះគោបើចេញរសជាតិចេញស្ទិញអីបានទេបានតើបានអត់បងអូតែហៅថាបងចង់ញ៉ាំសាច់ទឹកដោះគោតែពេលដាក់រសជាតិទៅស្ទិញរសជាតិកូកាយចឹងណាបងចង់បានសាច់យ៉ាងម៉េចក៏បានដែរបងថ្ងៃហ្នឹងគូសរ៉េនល្អខ្លាំងមែនតើបង 45,000 នេះបងសាច់ចុះកានេះឲ្យបងនៅខាងមិននៅខាងណាទេបងនេះជាការដងបានមកបាននិយាយលេងមួយបងណាស្អីចង់លក់ហ្នឹងយើងចង់មានការលក់ផងសบายខ្លះផងទៅយើងអត់ចង់លក់បាក់ចិត្តពេកទេណែមួយឆ្នោតចង់បានអីសួរមកចុះបងសាច់សុទ្ធលួយបង1គីឡូត្រឹមតែ 45,000 រៀល 2គីឡូ 80,000 បងអូបងថាមុនថាកន្លែងនេះថងលុយអញ្ចឹងបើសិនជាដាច់កន្លែងនេះថងលុយអញ្ចឹង2គីឡូ 80,000 បង1គីឡូ 45,000 បង 2គីឡូ 80,000 2គីឡូ 8,000 រៀលសាច់សុទ្ធ1គីឡូ 45,000 2គីឡូ 80,000 បងមកយកដល់ទីតាំងទាំងពីរសាខាគឺតម្លៃដូចក្នុងការឡាយចឹងបងណាហើយបងបានសាច់ល្អទៀតបងអូបងដល់ហែមមកចូលបានទៀតហ៎បងចូលមើលបានសាច់ល្អអញ្ចេះទៀតបងនេះល្អបណ្ឌិតហ្មងបងលក់ឲ្យបង1គីឡូ 45,000 2គីឡូ 80,000 រៀលបង2គីឡូ 80,000 ណាបងណាបាទសាច់ស្ទើសាច់កូកាអត់យកទេបងខ្លាចពុលដាក់ទៅបងឆ្ងាញ់រសជាតិតើឆ្ងាញ់តើបងនៅជាការដងរសជាតិខ្ញុំញ៉ាំកូកាមួយត្រេនតាំងរាប់ឆ្នាំឲ្យមើលហ្នឹងបងលើកមុនឆ្នាំមុនដល់បងញ៉ាំមួយកូកាទៅពីកំប៉ុងដែរញ៉ាំមកថតវីដេអូមួយបងទៀតអត់អីទេហេតុអីបានថាអត់អីដោយសារយើងអត់ប្រើសារជាតិគីមីត្រេនពួកខ្ញុំលក់ត្រេនខ្មែរបងបាច់បារម្ភទេបងណាត្រេនខ្មែរពួកញ៉ាំរហូតសាច់មើល TikTok ខ្ញុំមកឃើញទេបងសាច់មើល TikTok ក៏ឃើញហ្មងតែបងញ៉ាំហ៎ងៀតគោ 23,000 រៀលបងងៀតគោកន្លះគីឡូ 23,000នេះបងនេះងៀតគោកន្លះគីឡូ 23,000 ផងបងណា1គីឡូ 45,000 2គីឡូ 80,000 រៀលបង2គីឡូ 80,000 រៀល 2គីឡូ 80,000 រៀលបងបងអានេះសាច់ត្រេនណាសាច់ត្រេន 2គីឡូ 80,000 រៀលល្មើលក់ឲ្យត្រឹមតែ 28,000 រៀលកូនងៀតសួរ3ដងហើយកូនណាអើយកូនងៀតកន្លះគីឡូ 23,000 កូនកន្លះគីឡូ 23,000 កន្លះគីឡូ 23,000 ល្មើ28,000 បងចង់បានដាក់លេខបងសុបមន់ខ្មៅ 12,000 បងសុបមន់ខ្មៅអូមិនបូនលេទៅតែពីរអ្នកថ្ងៃអញអញ្ចឹងយកទៅ
យកទៅពេលមកប្រអប់បានមកមកបាទញ៉ាំកូកាហើយញ៉ាំការ៉េនអត់ពលទៅត្រូវ អត់ពុលទេបងអត់ពុលទេ នេះពលណែជាជួយតាម ខ្ញុំញ៉ាំហើយ មានបងមានមួយដែលញ៉ាំទៅពលគឺញ៉ាំកណាំកដោបងមិនញ៉ាំទៅពលហ៎បង អង្គទ្រីនអីក៏ពុលដែរណាបងណា គេហាមបងហាមបំផុតគឺយកឈើចាក់ថ្មិញចាក់ភ្នែកទេបងកុំយកឲ្យសោះបាទនេះគឺតែណាសាច់សុទ្ធ1គីឡូ45000បងសាច់សុទ្ធ1គីឡូ45000បងយក2គីឡូ80000បង2គីឡូ80000អូយឆ្ងាញ់ណាស់បងអើយ ចង់បាត់អីសួរមកចុះបង អត់ទៅវាបាត់ស្លាបងយកក្រកគោ1គីឡូសាច់ប្រហិតសាច់គោ3គីឡូប៉ាតេជៀន2ដុំប៉ាតេកាជីជ្រូក2ដុំងៀតគោ1គីឡូត្រី1គីឡូណែមកប្រអប់លម៉ើ1គីឡូកំប៉ុងសោម ម៉ាឡាន បងដាក់ទៅ1ឡានសម្រាប់12000បងដាក់កុងតឺន័រឲ្យបងមកអូរៀបចំដាក់កុងតឺន័រឲ្យបងតែមួយសម្រាប់តែ12000ណាបងបាទអីតាសេះសិតនេះ ពោតអត់ពោតគាត់ឃើញ ថ្ងៃណាពោតសូកូឡាពោតនេះអីនេះមិនមើលឡាយនឹងមើលឡាយនឹងមានពោតនៅនឹងឡាយពោតហ្នឹង15000ឆ្ងាញ់ផ្លែហ្នឹងបាទវាផ្លែអូចិនប៉ុនអីចាផែនបងចាផែន ចាផែនរសជាតិវាវាថាលំដាប់កាយ5នៃកែកដូច ដូចថ្ងៃដែរស៊ីអញ្ចឹងអញដែរស៊ីផងនេះខ្ញុំមិនដែរញ៉ាំទេទាំងបោះគ្នាហ្នឹងគឺដែរញ៉ាំទេបាទទៅមកយកមកលក់ហ្នឹង ភ្លាមហ្មងគាត់ដែរលើដែរ បាទ អញ្ចឹងមកមួយណាចាប់យកទៅខ្លាំងសាច់សុទ្ធ1គីឡូ45000សាច់1គីឡូ45000បងចង់បានត្រេនផ្លែមិនថងផ្លែតូចអត់បងលួយបង1គីឡូ14000តំដើម14000អឺខាក់15000បងចង់បានសាច់ត្រេន45000 2គីឡូតម្លៃត្រឹមតែ80000រៀល ចង់បានអីដាក់មកចុះបង 2គីឡូបងអាក្រូចមួយកែ15គីឡូក្រូចមួយកែ15គីឡូតម្លៃ55000 Cherry 1គីឡូក៏55000ដែរបងបងយកកន្លះគីឡូ27500បងប៉ាតេជៀនម្ដង8000ប៉ាតេកាជីជ្រូកម្ដង10000ប៉ាតេសាច់គោម្ដង10000ប៉ាតេចំហុយ9000បង ចង់បានអីក៏មានដែរបងសួរមកចុះ បាទលម៉ើ1គីឡូ28000សម្រាប់សុកមន់ខ្មៅបងសុកមន់ខ្មៅ12000រៀលបងសុកមន់ខ្មៅ ខ្ញុំបកតាមផ្លែហ្នឹងចង់អស់តរ៉េនបាទ បាទចង់បានអីបងសម្លាញ់មើលចង់បានអីទៀតបងតបក្រកជ្រូក1គីឡូ28000ក្រកគោ1គីឡូ22000បងចង់បានលម៉ើ1គីឡូ28000បងជិតតែពាំងប្រាច់12000គីមជីតម្លៃ9000ពីនោះ មកបងមកចំណងបងទៅមើលតរ៉េនតម្លៃប៉ុណ្ណឹងនេះតម្លៃ14000រៀលបង1គីឡូអាហ្នឹងណាបង ត្រេនណា អាតរ៉េននេះទាំងសម្បក1គីឡូ14000រៀលបងអាផ្លែតូចបង1គីឡូ14000រៀលអាផ្លែតូច1គីឡូ14000រៀលបងណាផ្លែតូច1គីឡូ14000រៀលអូនយកតរ៉េនមកប្រអប់ឲ្យបងមកនេះតរ៉េនផ្លែតូច1គីឡូ14000រៀលបងណានេះតរ៉េនផ្លែតូច1គីឡូ14000រៀលផ្លែវាតូចតែ1គីឡូ14000រៀលមកជួយមកហាងមកបោកបើកប្រអប់ហើយនេះសាច់សុទ្ធសម្រាប់បងប្អូនទិញ1គីឡូ45000រៀលបងទិញ2គីឡូលក់ឲ្យត្រឹមតែ80000រៀលបងលេខ1ចឹងបងតរ៉េនលេខ1ចឹងបង1គីឡូ40000 1គីឡូ45000រៀល2គីឡូ80000រៀលយកងៀតគោ1គីឡូបានបង1គីឡូ45000រៀល2គីឡូលក់ឲ្យត្រឹមតែ80000រៀលបង2គីឡូលក់ឲ្យបងត្រឹមតែ80000រៀលបងដាក់ការកំងហ៎បង2គីឡូ80000រៀល2គីឡូ80000រៀលបងដាក់ការកំងហ៎បងណាដាក់ការកំងក្នុងការឡាយហ្នឹងទៅខ្ញុំឲ្យគេដឹកឲ្យទីតាំងហាងនៅផ្លូវ310លើផ្លូវ310បងសម្រាប់ទីតាំងទី2នៅទីតាំងមួយទៀតនៅនៅពលានយន្តហោះពោធិ៍ចន្ទង់បងពលានយន្តហោះពោធិ៍ចន្ទង់បងមើលពីចង្ងាយមិនដឹងថាតរ៉េនវាល្អកម្រិតណាតរ៉េនល្អខ្លាំងមែនតើសាច់សុទ្ធ1គីឡូ45000រៀល2គីឡូ80000រៀលតរ៉េនទាំងសម្បកអាផ្លែតូចលួយបង1គីឡូត្រឹមតែ14000រៀលបងនេះ 14000នេះបងណា នេះផ្លែតូចបងនេះ1គីឡូ14000រៀលវាតូចតែផ្លែតែសាច់វាល្អវាតូចផ្លែលក់បង1គីឡូ14000រៀលបងណា14000រៀលសម្រាប់បងប្អូនដែលយកទុរេនខ្ញុំបកចង់ខ្ទេចហើយបងប្អូនចង់បានសូមអញ្ជើញបងណាអញ្ជើញមកផ្លូវ310ហ្នឹងក៏បានដែរសាច់ទុរេនលក់បង1គីឡូត្រឹមតែ45000រៀល2គីឡូលក់បងត្រឹមតែ80000រៀល2គីឡូលក់បងត្រឹមតែ80000រៀលមហាប្រណិតមហាល្អបងមហាប្រណិតមហាល្អប្រណិតចឹងចេញពីហាងខ្ញុំទៅតែម្ដងបងយកទៅអត់ល្អអត់ប្រណិតបាយដូរខ្ញុំវិញបង
យកទៅអត់ល្អអត់ប្រណិតបាយដូចខ្ញុំវិញខ្ញុំធានាថាល្អខ្លាំងតែម្ដងអូនយក stand អ្វីមកឈប់ដាក់នៅនេះបងឈរបងជប់បកហើយចិត្តសិនបើយ៉ាងយកទៅចាស់យកទៅវាប្រហែលចង់មិនថាម៉េចនោះវាប្រហែលបងតែចង់ញ៉ាំបងមែនទេដូចវាថាដូចស្ដន់វាប៉ុន្មានចាំមិនដាក់លេងបងសាច់ក្រែន1គីឡូ45000 2គីឡូ80000រៀលសាច់ត្រេន1គីឡូ45000 2គីឡូ80000រៀលបងសាច់ត្រេន1គីឡូ45000 2គីឡូ80000រៀលបងសាច់ត្រេន1គីឡូ45000 2គីឡូ80000រៀលបងជើញដាក់បងជើញកំងបងណាបងជើញកំងបងជើញកំងបងណាជើញកំងបងមកដល់ហាងក៏បានបងមកដល់ហាងទៅច្រើនអញ្ចឹងក៏បានហើយបងដាក់ការកំងក៏បានបងណាដាក់ការកំងក៏បានពួកខ្ញុំរៀបចំឲ្យបងណាដាក់ការកំងក៏បាន1គីឡូ45000 2គីឡូ80000រៀលបង1គីឡូ45000 2គីឡូ80000រៀលសម្រាប់ត្រេនផ្លែតូចលួយបង1គីឡូត្រឹមតែ14000រៀលបង14000រៀលសូមអញ្ជើញមកណាសូមអញ្ជើញបងសាច់ត្រេនល្អប្រណិតដល់កម្រិតហ្នឹងតែម្ដងចង់បានដាក់លេខទូរស័ព្ទពីតាំងបង1គីឡូ45000 2គីឡូ80000រៀលបង2គីឡូ80000រៀលទិញត្រេនលេខ1អញ្ចឹងបងល្អខ្ញុំលក់នៅលើនៅពោធិ៍ចន្ទង់ផ្ទល់មុខពលានបាត់ផ្លូវវត្តតាំងកសាំង50ម៉ែត្រកស្នាមដៃវិឡាពប្រាក់និងសាខាមួយទៀតនៅលើផ្លូវ310កែង105បងខាងជើងគុកទូស្លែងបងខាងជើងគុកទូស្លែងខាងជើងគុកទូស្លែងបងជីពីសាលាទុនហ្វាមកពីផ្លូវបងល្អណាស់ទូរេនអរគុណកូនអរគុណច្រើនមិនត្រឹមតែល្អសាច់ឆ្ងាញ់ខ្លាំងទៀតកូនសាច់ឆ្ងាញ់ខ្លាំងទៀតហើយលក់ធូរថ្លៃទៀតធូរថ្លៃយកទៅធូរថ្លៃមែនតើងាទិញទឹកម្ដងមកកំពងមកទឹកហ្នឹងអាទឹកខៀវអាទឹកហ្នឹងឯងពុកម៉ែបងប្អូនណាសូមដាក់ការកំងមកណាសូមដាក់ការកំងមកបងសូមដាក់ការកំងមកបងទឹកដោះគោក្រោយលក់មិនបងទឹកដោះគោក្រោយលក់មិនបងអាទឹកដោះគោក្រោយហ្នឹងគេលក់មិនមើល2500បង2500មកយួរបងមកយួរ2500មកយួរ2500ទឹកដោះគោក្រោយមកយួរ2500មកទិញនៅហាងមកបងទៅនេះលក់ឲ្យបានថោកហ៎បងទៅនេះលក់បានធូរថ្លៃហ៎បងម៉ាតមែនតែខ្ញុំពួកខ្ញុំលក់បានធូរថ្លៃយកសាច់សុទ្ធ2គីឡូបានបងនៅភ្លើងមកញ៉ាំមុខរទ្ធីបានបងភ្លើងញ៉ាំមុខរទ្ធីចិត្តគេដឹកដល់ហ្នឹងណា1គីឡូ45000រៀល2គីឡូលក់ឲ្យត្រឹមតែ9យកសាច់សុទ្ធ4គីឡូនៅចកាព្រីងដឹកឥឡូវបងណានៅចិត្តចកាព្រីងដឹកឥឡូវបងនៅចិត្តចកាព្រីងដឹកឥឡូវប្រទេសជាតិម្ដង8000ប្រទេសជាតិជូតម្ដង10000ក្រក់គោក្រក់ជូក្រក់ឲ្យបានទាំងអស់បងចង់បានលេខទូរស័ព្ទពីតាំងបងណាចង់បានលេខទូរស័ព្ទពីតាំងបងចង់បានលេខទូរស័ព្ទពីតាំងបងសុំមើលតំណាប់លម៉ើបន្តិចបងតំណាប់លម៉ើលក់បង1គីឡូត្រឹមតែ12000រៀលបងតំណាប់លម៉ើលក់បង1គីឡូត្រឹមតែ12000រៀលបងតំណាប់លម៉ើ1គីឡូ12000រៀលបងតំណាប់លម៉ើ1គីឡូ12000រៀលល្អប្រណិតតែម្ដងតំណាប់លម៉ើ1គីឡូ12000រៀលបងណាតំណាប់លម៉ើ1គីឡូ12000រៀលតំណាប់លម៉ើ1គីឡូ12000រៀលបងសាច់ត្រេន1គីឡូ45000 2គីឡូ80000បងសាច់ត្រេន1គីឡូ45000បងទិញ2គីឡូខ្ញុំលក់ឲ្យបងត្រឹមតែ80000រៀលបងទិញ2គីឡូខ្ញុំលក់ឲ្យបងត្រឹមតែ80000រៀលសូមអញ្ជើញមកលឿនតិចមកណា2គីឡូ80000រៀល2គីឡូ80000រៀលបង2គីឡូ80000រៀលបង2គីឡូ80000រៀលបងណា2គីឡូ80000រៀលបង2គីឡូលក់ឲ្យត្រឹមតែ80000រៀលបង2គីឡូលក់ឲ្យត្រឹមតែ80000រៀលអីក៏មានដែរបងណាឈើរីមានបងលក់ឲ្យបងកន្លះគីឡូ25500រៀល1គីឡូ55000រៀលបងយកតំណាប់លម៉ើ5គីឡូអរគុណបងតំណាប់លម៉ើ5គីឡូអរគុណបងអាឆ្ងាញ់កូនតំណាប់លម៉ើ5គីឡូហ្នឹងកូនធានាតែឆ្ងាញ់ខ្លាំងចង់បានអីក៏មានដែរបងណាចង់បានអីក៏មានដែរចង់បានអីក៏មានដែរបងណាចង់បានអីក៏មានដែរបងចង់បានអីក៏មានដែរបងសូមអញ្ជើញបងសូមអញ្ជើញខ្ញុំណាសូមអញ្ជើញដាក់ការកំងមកបងផ្លែឈើផ្លែអីមានទាំងអស់ភេសជ្ជៈអីក៏មានដែរបងភេសជ្ជៈអីក៏មានដែរបងសូមអញ្ជើញសួរមកចង់ណាសូមអញ្ជើញសួរមកចោះត្រេនអីក៏មានដែរបងត្រេនផ្លែតូច1គីឡូ14000រៀលត្រេនផ្លែតូចបងត្រេនផ្លែតូច1គីឡូ14000រៀលត្រេនផ្លែតូចបងត្រេនផ្លែតូច1គីឡូ14000រៀលបងអាហ្នឹងមួយផ្លែ1គីឡូ14000រៀលអញ្ជើញមកហាងមកណាសាក់ត្រេនទាំងសម្បក1គីឡូ14000រៀលត្រេនទាំងសម្បក1គីឡូ14000រៀលបងត្រេនទាំងសម្បក1គីឡូ14000រៀលបងណាត្រេនទាំងសម្បក1គីឡូ14000រៀលជំរាបសួរគឹមស្រីជំរាបសួរកូនជំរាបសួរទៅដោះគោ10ខៀវ6 10តម្លៃប្រហែលទៅដោះគោ10ខៀវអានេះមែនកូនអានេះមែនអានេះមក10 10000កូនមក10 10000អានេះមែនកូនអានេះមក10 10000កូនមក10 10000មក10 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 10000កូនមក10 10000មក10 10000កូនមក10 10000មក10 10000ទៅចាក់ស្រាប់ដល់គុកអានេះមក10 10000កូនមក10 10000មក10 10000កូនមក10 10000មក10 10000រៀលមក10 10000រៀលកូនមក10 10000រៀលហ៎ចង់បានអីសួរមកចោះបងចង់បានអីសួរមកចោះបងចង់បានអីសួរមកចោះបងណាចង់បានអីសុំសួរមកចោះបងចង់បានអីសុំសួរមកចោះចង់បានអីបងសុំសួរមកចោះណាចង់បានអីសុំសួរមកចោះបង
trong ban ấy xung xu mà cho băng na xu mà cho băng na trong ban ấy xu mà cho băng trong ban ấy băng xu mà cho băng na trong ban ấy xu mà cho hang bận mong from buôn dục bong ở lời dục bên tia hay nè sạch sạch na lụt lại phần năng xôm lụt phần năng pi cái lô 70,000 băng pi cái lô 70,000 pi cái lô 70,000 chân ti ăn sầm bọt miên đấy băng chân ti ăn sầm bọt miên đấy có bạn rộng nắp bong ở lời chân ti ăn sầm bọt nhưng miên là chân ti miên sầm bọt cả lạc lô pi mơn bay pòn riel chân ti ăn lọ cả lạc lô pi mơn bay pòn riel băng chân ti ăn lọ cả lạc lô pi mơn bay pòn riel trong ban ấy đã lấy tu sa bị tăng bong trong ban ấy lấy tu sa bị tăng sạch sạch lôi bong mà cả lô 40,000 5 cả lô lôi pi cả lô lôi trầm tái 9,8 រៀលបង2គីឡូ 8,000 រៀលសាច់សុទ្ធសាច់សុទ្ធ 8,000 រៀលបង2គីឡូ 8,000 រៀលបងសាច់សុទ្ធ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 2គីឡូ 8,000 រៀលសាច់សុទ្ធ2គីឡូ 8,000 រៀលបងណាអីក៏មានដែរបងពីចងាយហ្មងបងថាស្អីក៏មានដែរបងតំណាប់ដលងតំណាប់អីតំណាប់អីក៏មានដែរបងតំណាប់ដលងតំណាប់អីតំណាប់អីក៏មានដែរបងតំណាប់ដលងតំណាប់អីក៏មានដែរបងមានគីមឈីមានគីវីមានអីគ្រប់បែបយ៉ាងឲ្យបងប្អូនទាំងអស់ចង់បានអីសួរមកចប់បងណាចង់បានអីសួរមកចប់បងចង់បានអីសួរមកចប់បងចង់បានអីសួរមកចប់1គីឡូ 45,000 រៀល2គីឡូ 8,000 រៀលបងទូរ៉េន2គីឡូ 8,000 រៀលបង2គីឡូ 8,000ណាផ្លូវនៅពោធិ៍ចន្ទងភ្ញៀវច្រើនមែនតើច្រើនមែនតើបើតាមនេះទៅភ្ញៀវច្រើនមែនតើបងសប្បាយចិត្តក្នុងការទិញលក់ធូរថ្លៃចន្ទីមានសម្បកអត់មានទេបងចន្ទីមានសម្បកអត់មានទេបងចន្ទីមានសម្បកមានតែយើងមានតែចន្ទីអត់សម្បកចន្ទីមានសម្បកមានបងច្រឡំចន្ទីមានសម្បកកន្លះគីឡូ 23,000 រៀលអាល្អអាហ្នឹងអាព្រីមៀមរបស់ប្រទេសខ្មែរដើម្បីនាំចេញទៅអូស្ត្រាលីបងចន្ទីមានសម្បកកន្លះគីឡូ 23,000 រៀលកូនកន្លះគីឡូ 23,000 រៀលព្រីមៀមអាហ្នឹងព្រីមៀមកូនព្រីមៀមចន្ទីអត់សម្បកចន្ទីមានសម្បកហ្នឹងព្រីមៀមកូនអាល្អអាហ្នឹងកូនអាល្អចន្ទីមានសម្បកអាល្អហ្នឹងកូនណាអាហ្នឹងអាល្អប្រទេសជាតិម្ដង 8,000 ប្រទេសជ្រុកម្ដង 10,000 ក្រក់គោក្រក់ជូក្រក់អីបានទាំងអស់កូនចង់បានអាលីទូរស័ព្ទតាំងចង់បានអាលីសាប់តាំងសម្រាប់សាច់តរ៉េលួយបង1គីឡូត្រឹមតែ 45,000 រៀល2គីឡូ 8,000 រៀលបង2គីឡូ 8,000 រៀលបង2គីឡូ 8,000 រៀលបង2គីឡូ 8,000 រៀល2គីឡូ 8,000 រៀលសូមអញ្ជើញបន្តិចដល់ហាងដូចមិនដូចចុះបង2គីឡូ 8,000 រៀលបង2គីឡូ 8,000 រៀលបង2គីឡូ 8,000 រៀលអាហ្នឹងលេខសាច់លេខ1ណាល្អបំផុតហើយបងអាហ្នឹងល្អបំផុតអស់ល្អតំណឹងហើយអស់ល្អតំណឹងហើយសាច់លេខ1ហ្នឹង1គីឡូ 28,000 រៀលជាទូរ៉េនរបស់ស្រែអំបិលខេត្តកោះកុងណាបងណាស្រែអំបិលខេត្តកោះកុងបងចង់បានលេខទូរស័ព្ទតាំងបងចង់បានលេខទូរស័ព្ទតាំងថោកផុតហើយនេះចំនួនហ្នឹងបងទុកឲ្យទុំហើយបកឲ្យបងហើយលក់ឲ្យតម្លៃថោកធូរថ្លៃទៀតបងយកទៅញ៉ាំបើឆ្ងាញ់ចាំជួយទិញទៀតបងបើឆ្ងាញ់ចាំជួយទិញទៀតទៅដល់សាច់សុទ្ធ2គីឡូ 8,000ហ្នឹងគឺថោកផុតហើយបងលក់ឲ្យបងមហាពេញចិត្តហើយបងមហាពេញចិត្តហើយបងចង់បានអីសួរមកចប់បងចង់បានអីសួរមកចប់ទឹកអីទៀតហ្នឹងចង់ឲ្យស្ទីងយ៉ាតែគេហ្នឹងចង់សាច់សុទ្ធ2គីឡូសាច់2គីឡូទៀតសរុបទាំងអស់4គីឡូអរគុណបងអរគុណបងអានោះហ្វ្រីទាំងខ្ញុំទៅបដ ாய் ទិញសាច់សុទ្ធដល់គឺបងសុបាយចិត្តដល់បងព្រោះសាច់ល្អសាច់ល្អខ្លាំងបងសាច់ល្អខ្លាំងសាច់ល្អខ្លាំងបងសាច់ល្អខ្លាំងមានអត់ទៅឡើងនោះចាំតិចទុកពេលឲ្យបង3នាទីបងយ៉ាអ៊ូមានអត់បងមានតែគាត់ណាផ្ញើតាមខេត្តផ្ញើតាមអីយើងពិបាកតិចបងយ៉ាអ៊ូកំពុង5,000បងនឹងមិនយ៉ាអ៊ូដែរអា4គុណ6នេះ 4,500 បងហ្នឹង4គុណ6អា1គុណ4ណាពីពងល្បីដល់ពេលលេងជីងណាអីបងពីតតធ្វើថ្មីបងខ្ញុំបន្តមកដល់អស់ហើយមិនជីងទៅខ្ញុំកុហកខ្ញុំនិយាយពិតណាអត់ប្រហោះហ่าរើបុគ្គលិកជួយក្នុងម៉ាតអត់ជួយអត់ត្រូវការកូនបុគ្គលិកពូច្រើនណាតរ៉េណាបងឥឡូវបញ្ចុះតម្លៃអានំពីហ្នឹងឆ្ងាញ់មែនណាបងនិយាយមែនតើអត់យកពីអានមកអីអត់4,500 ផ្ញើខេត្តបានអត់ផ្ញើបានខ្លួនឯងចាំឆាតជុំពេកចាំបងឲ្យគេយកផ្ញើឲ្យ4,500
បងអាសាច់តរេនលក់ឲ្យបង1គីឡូត្រឹមតែ 45,000 រៀល 2 គីឡូត្រឹមតែ 80,000 រៀលទិញសាច់តរេនណាបងខ្លាច់ធំៗមកសាច់តរេន 2 គីឡូ 80,000 រៀលសាច់តរេន 2 គីឡូ 80,000 រៀលលម៉ើឆ្ងាញ់ខ្លាំងហ្មងបោះចកាតាខ្នា1គីឡូ 28,000 ភ្លក់បងបែបភ្លក់បងចកាតាខ្នាវាឡៃយកមិនវាមានឡាយណាយកបោកយកទៅវានិយាយរួមវាបាក់ទឹកចិត្តវាតំណាប់លម៉ើលក់ឲ្យបង1គីឡូ 12,000 រៀលបងតំណាប់លម៉ើលើកតំណាប់មកតិចបងមានចេកអំបងលឿននឹងគីវីអត់មានទាំងពីរបងថ្ងៃហ្នឹងមានតែតំណាប់គីវីបងតំណាប់លម៉ើលក់ឲ្យបង1គីឡូ 12,000 រៀលឆ្ងាញ់ខ្លាំងតំណាប់គីវី10000ណាប់គីវី 10000 បងតំណាប់គីវី 10000 លក់ដាច់តំណាប់បងតំណាប់លក់ដាច់តំណាប់លក់ដាច់អញដឹងប្រម៉ូទឲ្យទៅអីហ៎ប្រម៉ូទលក្ខណៈវេទនីអាហ្នឹងយកពីមួយថ្ងៃមិនបានទៀតសិទ្ធិថាមិនសឹមអញសិទ្ធិប្រាប់អញថាចិត្តមកដល់ហើយ និយាយតែគាត់ភ័យនិយាយតែគាត់ភ័យណាការ៉ាត់នេះការ៉ាត់កើត បាយមកបងអនចិត្តតែរួយខំទៅដល់ខ្ញុំដល់ខាងក៏ដាក់លេខទៅដាក់លេខទៅពីថ្ងៃទៀតបងអស់អារម្មណ៍បាត់ហ្នឹងទីតាំងយើងមាន2ទីតាំងបងទីតាំងទុនមុខពលានបាត់ក្នុងផ្លូវវត្តតាំងកសាំង50ម៉ែត្រខាងស្ដាំដៃវិឡាបប្រាក់ទីតាំងទី1ទីតាំងទី2នៅលើផ្លូវ310នៅជាប់ជាមួយនៅលើផ្លូវ310ខាងជើងគុកទូស្លែងលោកបឹងកង់3បងលោកបឹងកង់3តើបងទុកពេល1នាទីចុងក្រោយបងណាតិចទៀតខ្ញុំឡាយម្ដងទៀតដដែលហ្នឹងដលងហៅម៉ាច់38,000 រៀលមួយកែកែហ่าបង 38,000 រៀលដលងមួយកែ38,000 រៀលបងដំឡូងតាំងពីបាក់ហ្នឹងមកខ្ញុំមិនដែរដំឡូងមួយកែ38,000 រៀលដំឡូងជប៉ុនបងដំឡូងជប៉ុនណាបងហើយក៏មានពោតជប៉ុនមួយដែរបងយើងមានពោតជប៉ុនមួយ 15,000 រៀលអីក៏មានដែរបងបងអាតរេនហ្នឹងខ្ញុំទៅតែបកទេខ្ញុំធានាឲ្យថាឆ្ងាញ់ខ្លាំងធានាថាឆ្ងាញ់ខ្លាំងធានាតរេនពុតរេនខ្ញុំទៅតែបកទេបងអាចទៅដល់សាខានោះក៏ប្រាប់ថាពូបរិនឲ្យលក់តម្លៃតែ2គីឡូ 80,000 ដែរណាទិញសាច់បកឲ្យពួកឲ្យពូបរិនឲ្យបកសាច់ឲ្យចឹងបកឲ្យកូនតោះចុងក្រោយខ្ញុំបាទបរិនខ្ញុំលូសញ្ញាបងអរគុណលោកពុកអ្នកម៉ែលោកយាយលោកតាជួបគ្នានៅ